ឡើងនេះខ្ញុំសូមលើកយកការទូទាយដំបូងបំផុតគឺសម្រាប់បងប្អូនในការនៅឆ្នាំជូតតែម្ដងចំពោះបងប្អូនในការនៅឆ្នាំជូតសម្រាប់ខែ4ខែមេសារដូវការចូលឆ្នាំនេះបើតាមមើលជើងលេខរបស់បងប្អូនទាំងអស់គ្នារយៈពេលខែ4នេះគឺបងប្អូនអ្នកគ្នាមានជោគជតារាសីគឺត្រឹមតែល្អមកជុំតែប៉ុណ្ណោះហើយបងប្អូនអ្នកគ្នាអាចនឹងប្រឈមនៅរឿងមួយចំនួនតែដើម្បីឲ្យកាន់តែជាច្បាស់ថារឿងនោះជារឿងអ្វីខ្លះសូមតាមដានសម្ដាប់ដូចតទៅក៏ប៉ុន្តែលោកគ្រូសូមសង្ខេបបន្តិចទាក់ទងនឹងបងប្អូនអ្នកគ្នាចំពោះឆ្នាំជូតបងប្អូនអ្នកគ្នាជួបរឿងកម្មករមែនតែมันមានអ្វីធ្ងន់ធ្ងរទេបាទទាក់ទងនឹងបងប្អូនในការនៅឆ្នាំជូតក្នុងរយៈពេលខែ4នេះបងប្អូនធ្វើការងារអ្វីត្រូវប្រយ័ត្នបន្តិចព្រោះថាបើបងប្អូនមិនប្រយ័ត្ននោះទេចន្លោះខែនេះគឺបងប្អូនអាចនឹងមានការយល់ច្រឡំច្រើនបន្តិចហើយជាមួយនឹងរឿងរ៉ាវផ្សេងៗដូចជាការបំពេញកិច្ចការងារប្រចាំថ្ងៃការរកស៊ីលូដូការអាប់លុយឬក៏រឿងរ៉ាវមួយចំនួនទៀតចឹងធ្វើអ្វីត្រូវគិតម្ដងពីរដងឬក៏3ដងកាន់តែប្រសើរដើម្បីឲ្យលោកអ្នកមិនមានភាពយល់ច្រឡំជាមួយដៃគូលោកអ្នកទាំងកន្លែងការងារទាំងនៅផ្ទះឬក៏ទាំងការងាររកស៊ីបណ្ដាទុំនានាចំពោះការរៀបចំផែនការមួយចំនួនក្នុងរយៈពេលខែមេសានេះចំពោះបងប្អូនในការនៅឆ្នាំជូតបើសិនជាអាចគួរតែកុំរៀបចំផែនការច្រើនពេកព្រោះថាខែនេះបងប្អូនអាចនឹងជួបនឹងការរំខានមួយចំនួនទៅដល់ផែនការរបស់បងប្អូនទាំងអស់គ្នាម្ល៉េះហើយការរៀបចំផែនការមួយចំនួនជាមួយនឹងរឿងលុយកាក់រឿងអាជីវកម្មឬចំនួនផ្សេងៗក្នុងចន្លោះខែមេសានេះគឺបងប្អូនអាចផ្អាកឬក៏បញ្ចប់សិនក៏ជាការប្រសើរបើជាមិនរួចទេបងប្អូនអាចធ្វើតិចតិចសិនក៏បានដែរកុំព្យាយាមធ្វើធំដុំពេកព្រោះថាខែនេះមិនសូវមានដំណើរផលទេមួយទៀតជាវានៃការសម្រេចចិត្តច្រើនហួសហេតុបាទទៅលើរឿងរ៉ាវផ្សេងៗព្រោះថារឿងរ៉ាវដែលលោកអ្នកសម្រេចចិត្តលឿនជ្រុលពេកបងប្អូននឹងអាចនឹងមានភាពប្រកម្មរកុសឬក៏មានកំហុសឆ្គងក្នុងការសម្រេចចិត្តនោះសម្រាប់ខែ4នេះចឹងហើយត្រូវប្រយ័ត្នប្រយែងតិចចំពោះការតំណែងការសម្រេចចិត្តក្នុងរឿងអ្វីមួយជាមួយដៃគូរកស៊ីដៃគូបំពេញការងារជាក្រុមឬក៏ក្រុមការងារដែលលោកអ្នកបំពេញសប្តាហ៍នេះមួយទៀតបងប្អូនត្រូវតែព្យាយាមផ្ដោតទៅលើស្ថិរភាពនៃរឿងលុយកាក់ការចាយវិញត្រូវតែប្រយ័ត្នដូចគ្នាចន្លោះពេលនេះហើយការប្រុងប្រយ័ត្នមួយទៀតគឺបងប្អូនទាំងអស់គ្នាត្រូវតែប្រយ័ត្នក្នុងការឲ្យលុយគេខ្ចីឬក៏លោកអ្នកចូលរួមទៅក្នុងការទិញនៅរបស់ដែលមានតម្លៃណាមួយក្នុងការចូលរួមលុយគ្នាអញ្ចឹងត្រូវប្រយ័ត្នដូចគ្នាចំពោះការចូលរួមលុយគ្នានេះអាចនឹងមានភាពទំនាស់កើតឡើងតាក់ទងនឹងបងប្អូនในការនៅឆ្នាំជូតនេះផងដែរសម្រាប់ខែមេសានេះបងប្អូនអ្នកគ្នានៅកន្លែងការងារបងប្អូនអ្នកគ្នាមានអារម្មណ៍ថារៀងមានភាពផ្ទុយគ្នាបន្តិចបងប្អូនអ្នកគ្នាហើយបងប្អូនអ្នកគ្នាធ្វើការងារមានអារម្មណ៍ថាកាន់តែលំបាកទៅការបំពេញនៅរកកិច្ចការងារទាំងអស់បងប្អូនអ្នកគ្នាគឺតែងតែមានភាពចង់ផុតកំណត់ទាំងទាន់ពេលវេលាអញ្ចឹងការបំពេញកិច្ចការងារបងប្អូនត្រូវតែព្យាយាមផ្ដោតឲ្យបានច្រើនបន្តិចហើយមិនត្រូវមានការធ្វេសប្រហែសជាពិសេសទៅលើពេលវេលាដែលកំណត់ទៅដោយអង្គភាពឬក៏ក្រុមហ៊ុនដែលលោកអ្នកកំពុងតែបំពេញជារួមដើម្បីឲ្យការងារមានភាពល្អប្រសើរលោកអ្នកត្រូវព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពហើយមួយទៀតកុំពឹងផ្អែកទៅលើមិត្តរួមការងារច្រើនពេកព្រោះថាក្នុងរយៈពេលខែមេសានេះចំពោះបងប្អូនในការនៅឆ្នាំជូតបើសិនជាព្យាយាមពឹងទៅលើអ្នកដែលធ្វើការជាមួយគ្នាច្រើនពេកបងប្អូននឹងមានកំហុសឆ្គងឬក៏ការងារនឹងមិនសម្រេចទៅមុខតាមពេលវេលានៃការកំណត់នោះទេហើយចាក់ទាំងជាមួយនឹងការរៀបចំផែនការគឺត្រូវហ្មត់ចត់ដើម្បីកាត់បន្ថយកំហុសឆ្គងភាពដំណោះស្រាយនិងភាពស្ដីបន្ទោសគឺកើតមកដំណើរគ្នាការបំពេញកិច្ចការងារទោះបីជាល្អប៉ុណ្ណាក៏ដោយនៅតែមានកំហុសឆ្គងនៅក្នុងនោះដែលធ្វើឲ្យទទួលនឹងការស្ដីបន្ទោសពីចៅហ្វាយនេះមួយចំនួនក៏ប៉ុន្តែបងប្អូនអាចដោះស្រាយបានដោយព្យាយាមខាំមកសង្កត់ចិត្តតែបន្តិចទៅរឿងរ៉ាវនឹងស្ងប់ទៅវិញមិនមានអ្វីរកម្មចិត្តខ្លាំងនោះទេសម្រាប់អាជីវកម្មរបស់បងប្អូនអ្នកគ្នាបងប្អូនអ្នកត្រូវយកចិត្តទុកដាក់ទៅលើកញ្ចប់ថវិកាឲ្យបានច្រើនបន្តិចចំពោះបងប្អូននៅឆ្នាំជូតដើម្បីឲ្យមានភាពល្អប្រសើរនឹងទៅមុខតាក់ទងជាមួយអាជីវកម្មឬក៏ការងារបងប្អូនត្រូវតែព្យាយាមផ្ដោតឲ្យបាន 100% តាក់ទងជាមួយទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនមួយរយៈពេលនេះបងប្អូនអ្នកអាចមានភាពតានតឹងក្នុងផ្លូវអារម្មណ៍ខ្លះតែធ្វើឲ្យមានចំនួនកាន់តែច្រើនឡើងដើម្បីបញ្ជៀសនៅចំនួនទាំងអស់នោះបងប្អូនត្រូវសិក្សាស្វែងយល់ថារឿងរ៉ាវដែលកើតនោះគឺកើតឡើងដោយសារអ្វីហើយបងប្អូនចង់ឲ្យវាទៅជាបែបណាបើលោកអ្នកមិនបានពិចារណាលើចំណុចទាំងអស់នោះទេបងប្អូនអ្នកនឹងកើតមានចំនួនធំណាមួយនៅក្នុងចន្លោះខែនេះតែធ្វើលោកអ្នកខាតបង់នៅប្រយោជន៍ជាពិសេសទំនាក់ទំនងជាមួយដៃគូរកស៊ីជាមួយនឹងមិត្តរួមការងារឬក៏ជាមួយក្រុមគ្រួសារថែមទៀតផងអញ្ចឹងត្រូវប្រយ័ត្នប្រយែងបើមានរឿងតូចគួរតែព្យាយាមខាំមកសង្កត់ចិត្តកុំឲ្យកើតរឿងធំណាមួយកើតឡើងព្រោះរឿងតូចតាចនេះអាចឈានឲ្យលោកអ្នកមានភាពខ្វែងគំនិតគ្នាជាមួយអ្នកដទៃច្រើនរហូតដល់បែកបាក់សាមគ្គីថែមទៀតផងនៅក្នុងខែនេះអញ្ចឹងត្រូវប្រយ័ត្នប្រយែងតាក់ទងជាមួយនឹងចំនួនតូចបើបង្ក្រាបបានត្រូវដូចជាភ្លើងឆេះតូចយកទឹកទៅចាក់ឲ្យរលត់អញ្ចឹងដែរសម្រាប់លោកអ្នកដែលនៅលាវិញចំពោះខែមេសានេះចំពោះបងប្អូននៅក្រៅឆ្នាំជូត
ជាពេលវេលាមិនមែនជាពេលវេលាល្អប្រសើរទេសម្រាប់បងប្អូនស្វែងរកនៅដៃគូថ្មីសម្រាប់បងប្អូនអ្នកគ្នានៅចន្លោះពេលនេះព្រោះថាបើបងប្អូនអ្នកគ្នាព្យាយាមស្វែងរកដៃគូថ្មីមនុស្សដែលជាទីស្រឡាញ់ណាម្នាក់នៅក្នុងចន្លោះពេលនេះបងប្អូនអាចនឹងជួបមនុស្សមិនពិតប្រាកដឬក៏មនុស្សដែលចាំតែកេងនៅផលចំណេញណាមួយពីលោកអ្នកដូចជារឿងលុយកាក់រឿងពេលវេលាឬក៏បោកនៅទំនុកចិត្តរបស់បងប្អូននេះពិសេសរឿងខែនេះតែម្ដងបើជាមនុស្សស្រីប្រយ័ត្នប្រយែងបន្តិចទាក់ទងជាមួយខែនេះក្នុងតំណែងបើសិនជាខាងបានគួរក៏បង្កើតនៅតំណែងថ្មីឬមួយចិត្តណាម្នាក់ឲ្យសោះបើចាប់ផ្ដើមនៅក្នុងខែមេសាឆ្នាំ2025នេះត្រូវប្រយ័ត្នប្រយែងតិចទាក់ទងជាមួយតំណែងហើយក្នុងរយៈពេលនេះផងដែរបងប្អូនគ្នាបើមានតំណែងល្អជាមួយដៃគូហើយចំពោះអ្នកមានដៃគូហើយគេយើងពង្រឹងនៅតំណែងដែលមានស្រាប់នេះឲ្យល្អប្រសើរបន្តិចព្រោះថាចន្លោះខែនេះក៏មានអ្នកចាំបែងជើងឬក៏ចាំមានអ្នកដណ្ដើមនៅបេះដូងរបស់អ្នកទៅផងដែរចឹងហើយបើសិនជាមានហើយគួរតែព្យាយាមមើលថែដៃគូលោកនេះឲ្យបានប្រសើរបន្តិចនៅចន្លោះខែមេសាឆ្នាំ2025នេះចំពោះបងប្អូននៃការឆ្នាំជួបចំពោះសិស្សនិស្សិតគួរតែស្វែងរកដំបូន្មានណែនាំល្អៗពីសាស្ត្រាចារ្យកុំបណ្ដោតបណ្ដោយពេលវេលាឲ្យដើរហួសប្រយ័ត្នមានបញ្ហាព្រោះថារយៈពេលនេះបងប្អូននឹងត្រូវតែព្យាយាមក្រោយនឹងចំណេះដឹងឲ្យបានច្រើនបើហ៊ានតែប្រហែលបងប្អូននឹងមិនអាចទទួលនឹងការប្រឡងជាប់នោះទេបើសិនជាលោកអ្នកមានភាពប្រហែលសកម្មភាពសិក្សានៅក្នុងខែ4នេះជាពិសេសតកតងនឹងជោគតារិស័យទាំងមូលតែម្ដងគឺមានភាពប្រំល្អមធ្យមលោកគ្រូសូមសង្ខេបមកវិញបងប្អូនអ្នកត្រូវតែព្យាយាមខាងមកសង្កត់ចិត្តតកតងនឹងរឿងរ៉ាវតូចៗដើម្បីបញ្ជានៅបញ្ហាធំហើយបងប្អូនអ្នកតកតងនឹងការបន្តទុនរកស៊ីបើបញ្ជាបានគួរតែដាក់តិចសិនទៅបើសិនជាដាក់ធំកុំតន់ណាធ្វើអីនៅចន្លោះខែមេសាឆ្នាំ2024នេះម្យ៉ាងមួយទៀតតកតងនឹងតំណែងស្នេហាគឺមិនមែនជាពេលវេលាល្អក្នុងការបង្កើតនៅតំណែងនោះទេអរគុណច្រើនបាទសម្រាប់ពីការទូទាញពីជោគតារិស័យសម្រាប់បងប្អូនកើតឆ្នាំជូតសម្រាប់ខែមេសាឆ្នាំ2025ពីឆ្នាំទូទាញសូមអរគុណសូមជម្រាបលាបាទសូមជម្រាបសួរបងប្អូនអ្នកនេះថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាញអំពីជោគតារិស័យសម្រាប់បងប្អូននៃការនៅឆ្នាំឆ្លូវវិញម្ដងថាតើខែមេសាឆ្នាំ2025នេះជោគតារិស័យបងប្អូននៃការនៅឆ្នាំឆ្លូវមានលក្ខណៈដូចតែខ្លះសូមតាមដានសម្ដាប់ពី Channel ទូទាញដូចតទៅនេះចំពោះបងប្អូននៃការនៅឆ្នាំឆ្លូវដួងចតារិស័យរបស់បងប្អូនទាំងគ្នានៅក្នុងខែមេសានេះគឺមិនសូវខុសពីឆ្នាំជូតប៉ុន្មានទេគឺរិស័យរបស់បងប្អូនទាំងគ្នាបានត្រឹមល្អមធ្យមតែប៉ុណ្ណោះនៅក្នុងខែមេសានេះបងប្អូននៃការនៅឆ្នាំឆ្លូវអាចនឹងមានភាពតានតឹងដាក់គ្នាជាមួយដៃគូលោកអ្នកភាពតានតឹងនោះបង្កឲ្យមានចំនួនណាមួយនៅក្នុងខែនេះផងដែរបើសិនដើម្បីបញ្ជៀសនៅបញ្ហាទាំងនោះហើយបងប្អូនដឹងពីការទូទាញនេះហើយបងប្អូនអាចបញ្ជៀសបានដោយការមិនខ្វាយមិនខ្វល់បើសិនជាលោកនោះមិនប៉ះពាល់ធ្ងន់ធ្ងរទៅដល់ផលប្រយោជន៍របស់បងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាអាចធ្វើជាមនុស្សដែលស្ងប់ស្ងាត់មួយរយៈពេលសិនទៅមិនត្រូវវែកញែកច្រើនជាមួយនឹងរឿងដែលយល់ច្រឡំបើគិតថាជារឿងយល់ច្រឡំបងប្អូនក៏ស្ងប់ស្ងាត់មួយរយៈសិនដែរបើសិនជាបកស្រាយហើយគេនៅតែមិនជឿបងប្អូនអ្នកគ្នាត្រូវតែជាយាមខាងមកសង្កត់ចិត្តបើសិនជារឿងនោះមិនផលប៉ះពាល់ខ្លាំងក្លាចំពោះផលប្រយោជន៍បងប្អូនអ្នកគ្នាក្នុងខែនេះមានការយល់ច្រឡំច្រើនធ្វើលោកអ្នកមានចំនួនច្រើនផងដែរចំពោះជីវភាពរស់នៅរបស់បងប្អូនអ្នកគ្នាទាំងការបំពេញកិច្ចការងារប្រចាំថ្ងៃដូចជាការរកស៊ីជាដើមសម្រាប់បងប្អូននៅខែឆ្នាំឆ្លូវហើយការកាត់ឡើងនៃភាពឈឺចាប់នៅក្នុងផ្លូវចិត្តក៏មានផងដែរដែលហេតុថាមានការយល់ច្រឡំពីអ្វីដែលលោកអ្នកមិនបានធ្វើនៅក្នុងខែនេះអញ្ចឹងត្រូវតែប្រយ័ត្នប្រយែងបន្តិចចំពោះរឿងរ៉ាវផ្សេងៗការបញ្ជាបញ្ហារឿងរ៉ាវនេះនឹងជួយឲ្យដួងចតាលោកជាស័យលោកអ្នកល្អប្រសើរផងដែរដែលធ្វើឲ្យផ្លូវកាយផ្លូវអារម្មណ៍លោកអ្នកល្អប្រសើរក្នុងការបំពេញនៅកិច្ចការងារផ្សេងៗមួយទៀតជៀសវាងការប្រឈមមុខដាក់គ្នាហើយផ្ដល់លក្ខណៈសន្តិភាពជាមួយដៃគូរបស់លោកអ្នកឲ្យច្រើនមិនត្រូវព្យាយាមធ្វើមុខកម្ៅច្រើនជាមួយដៃគូលោកអ្នកទាំងកន្លែងរកស៊ីក្នុងគ្រួសារឬក៏កន្លែងបំពេញការងាររដ្ឋឯកជននោះទេមួយទៀតតកតឹងជាមួយផ្លូវអារម្មណ៍របស់បងប្អូនអ្នកគ្នានៅក្នុងខែមេសាឆ្នាំ2025នេះបងប្អូនអ្នកគ្នាអាចនឹងមានភាពច្របូកច្របល់នៅក្នុងផ្លូវចិត្តច្រើនចំពោះបងប្អូនអ្នកនៅឆ្នាំឆ្លូវម្ល៉េះហើយបងប្អូនអ្នកគ្នាគួរតែព្យាយាមស្វែងយល់មុនថាតើអារម្មណ៍ច្របូកច្របល់នោះកើតចេញពីមូលហេតុអ្វីពិតប្រាកដដើម្បីដោះស្រាយបានយ៉ាងងាយស្រួលព្រោះថាខែនេះបងប្អូនអ្នកគ្នាមានអារម្មណ៍ច្របូកច្របល់មិនមែនជាជំងឺណាមួយនោះទេគឺដែលផ្លូវចិត្តបងប្អូនអ្នកផ្ទាល់តែម្ដងអញ្ចឹងត្រូវរកមូលហេតុដើមចូលឲ្យបានច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាច្របូកច្របល់នេះកុំឲ្យលោកអ្នកបំពេញកិច្ចការងារទៅមិនពេញដៃពេញជើងនៅក្នុងខែមេសាឆ្នាំ2025នេះនៅកន្លែងការងារទៀតសោតបងប្អូនបម្រើការងារជាមន្ត្រីរាជការបុគ្គលិកឯកជនឬក៏តាមស្ថាប័នណាមួយឬក៏អ្នកបំពេញកិច្ចការងាររកស៊ីដោយខ្លួនឯងក្តីនៅកន្លែងបំពេញកិច្ចការងារទាំងអស់នោះបងប្អូនអ្នកមានមិនចាំបាច់
ធ្វើការវែកញែកនៅរឿងរ៉ាវណាមួយឬក៏ចែករំលែកបញ្ហាផ្ទាល់ខ្លួនទៅកាន់អ្នកណាម្នាក់នៅក្នុងចន្លោះខែនោះទេព្រោះថានៅខែមេសានេះបងប្អូនអ្នកគ្នាបញ្ចេញយោបល់ទៅគេនឹងឆ្លើយថាបងប្អូនអ្នកគ្នាមិនមានសមត្ថភាពគ្រប់គ្រាន់ឬមិនសូវយល់ដឹងពីបញ្ហានោះទេគឺបងប្អូនអ្នកគ្នានិយាយឲ្យគេល្អក៏ប៉ុន្តែគេមិនសូវស្ដាប់បងប្អូនអ្នកគ្នាទេហើយបងប្អូនអ្នកគ្នាតមកទៅនឹងចំនួនបែកបាក់នឹងកើតឡើងសាមគ្គីនៅក្នុងគ្រួសាររបស់បងប្អូនអ្នកគ្នាឬក៏កន្លែងបំពេញកិច្ចការងារបងប្អូនអ្នកគ្នាជាប្រចាំថ្ងៃនេះបើជាបានគួរតែបំពេញកិច្ចការងាររបស់បងប្អូនអ្នកគ្នាឲ្យល្អប្រសើរទៅបានហើយចំពោះរឿងអ្នកដតីទុកឲ្យអ្នកដតីដោះស្រាយមួយអន្លើសិនចោះព្រោះខែមេសានេះបើបងប្អូនអ្នកគ្នាលោកតែច្រើននោះបងប្អូនអ្នកគ្នានឹងជួបបញ្ហាទាក់ទងជាមួយនឹងការបែកបាក់ជាមួយអ្នកដែលធ្វើការជាមួយនៅកន្លែងការងារនេះហើយក៏ប៉ុន្តែលទ្ធផលការងាររបស់បងប្អូនអ្នកគ្នាក៏មានច្រើនផងដែរនៅក្នុងខែនេះទោះបីជាមានភាពរកម្មរកច្រើនក្តីក្នុងខែនេះចំពោះរឿងនយោបាយអ្នកដែលធ្វើការជាផ្នែកច្បាប់បាទសូមប្រយ័ត្នប្រយែងបន្តិចបំពេញកិច្ចការងារមិនត្រូវធ្វើការប្រជែងគ្នាខ្លាំងនោះទេអាចដកឃ្លាមួយរយៈឬក៏បន្ធូរដៃសិនទៅព្រោះជាងលេខគឺគេមានប្រៀបជាងបងប្អូនអ្នកគ្នាច្រើនចំពោះអ្នកដោះស្រាយទៅលើប្រព័ន្ធផ្លូវច្បាប់ចឹងហើយបងប្អូនអ្នកគ្នាអាចពន្យាពេលមួយអន្លើសិនបានមួយរយៈពេលនេះបើខានពុំបាននោះទេបងប្អូនត្រូវតែរៀបចំនៅសំណុំឯកសារណាមួយឲ្យបានច្បាស់លាស់ទើបជាការប្រសើរដើម្បីលោកអ្នកអាចបំពេញនៅកិច្ចការនេះបានយ៉ាងរលូនមិនត្រូវធ្វើប្រហែសសូម្បីតែ1នាទីសម្រាប់បងប្អូនអ្នកគ្នាបំពេញកិច្ចការនេះក្តីមួយវិញទៀតតើតើនឹងបងប្អូនអ្នកគ្នាធ្វើការសម្រេចចិត្តណាមួយជាមួយនឹងលើសំណុំឯកសារនេះវាមិនថាបងប្អូនទីអ្នកបំពេញកិច្ចការងារផ្លូវច្បាប់ឬក៏អ្នកបំពេញកិច្ចការងារផ្ទាល់ខ្លួនឬក៏រកស៊ីជួយប្រែផ្សេងនោះទេនៅក្នុងចន្លោះថ្ងៃផ្សេងសម្រាប់ខែមេសានេះបងប្អូនអ្នកគ្នាមិនត្រូវបំពេញនៅការចុះហត្ថលេខាណាមួយឬក៏ការសម្រេចចិត្តដោយលឿនពេកនោះទេព្រោះថានៅរយៈពេលនេះបងប្អូនអ្នកគ្នាចុះកិច្ចព្រមព្រៀងធំណាមួយជាមួយដៃគូលោកអ្នកគឺមិនសូវជាសមប្រកបនឹងល្អប្រសើរប៉ុន្មាននោះទេម្ល៉េះហើយការសម្រេចចិត្តអាចពន្យាពេលចន្លោះពីខែ4នេះសិនទៅព្រោះថាបើសិនជាលោកអ្នកហ៊ានសម្រេចចិត្តអាចមានភាពមិនសូវជាល្អប្រសើរសម្រាប់ការវិនិយោគការបណ្ដាក់ទុនឬក៏ការចុះកិច្ចព្រមព្រៀងនានានៅក្នុងចន្លោះខែមេសានេះចំពោះបងប្អូនទាំងអស់គ្នាដែលជាអ្នកនៅលាវិញមួយរយៈពេលនេះបងប្អូនពុំគួរស្វែងរកដៃគូថ្មីណាមួយដើម្បីបំពេញនៅបំណងនៃលោកអ្នកកំពុងតែពងស្វែងរកដៃគូស្នេហានោះទេព្រោះថារយៈពេលនេះបងប្អូនអ្នកគ្នាអាចនឹងជួបដៃគូដែលមិនច្បាស់លាស់ឬក៏មិនពិតប្រាកដសម្រាប់បងប្អូនទាំងអស់គ្នាម្ល៉េះហើយគួរតែព្យាយាមពង្រឹងនៅទំនាក់ទំនងដែលមានស្រាប់បើមិនមានទំនាក់ទំនងនោះទេបងប្អូនអាចសង្ងំស្ងៀមសិនក៏ថាបានដែរព្រោះថារយៈពេលនេះបងប្អូនធ្វើការសម្រេចចិត្តទៅលើដៃគូណាម្នាក់បងប្អូនអ្នកគ្នានឹងអាចមានភាពប្រទាំងប្រទេសច្រើនជាមួយដៃគូនោះចេះជាកំខានឡើយហើយទំនាក់ទំនងនៃក្តីស្រឡាញ់បងប្អូននៅក្នុងក្រុមគ្រួសារក៏ដូចគ្នាចំពោះអ្នកមានគូហើយត្រូវតែព្យាយាមខាងមកសង្កត់ចិត្តកុំយករឿងក្រៅចូលក្នុងយករឿងក្នុងចេញក្រៅប្រយ័ត្នមានបញ្ហាចំនួនកើតឡើងពិបាកក្នុងការដោះស្រាយក្នុងរង្វង់ក្រុមគ្រួសាររបស់បងប្អូនទាំងគ្នាម្ល៉េះហើយគួរតែប្រយ័ត្នប្រយែងតិចអ្នកដែលមានគូហើយចំពោះបងប្អូនដែលជាសិស្សនិស្សិតនៅក្នុងរយៈពេលនេះបងប្អូនគួរតែព្យាយាមកែលម្អនៅសមត្ថភាពចំណេះដឹងរបស់បងប្អូនឲ្យបានល្អប្រសើរតិចទើបមិនមានបញ្ហាណាមួយកើតឡើងព្រោះថានៅចន្លោះពេលនេះបងប្អូនអ្នកគ្នាមានភាពប្រទាំងប្រទេសច្រើនឬក៏មិនសូវជាយកចិត្តទុកដាក់ច្រើនជាមួយនឹងការងារឬក៏ការសិក្សារបស់បងប្អូនអ្នកគ្នាបើហ៊ានទៅបណ្ដាច់បណ្ដោយក្នុងចន្លោះខែ4តែមួយខែទេបងប្អូនអ្នកគ្នានឹងមិនសម្រេចតាមគោលដៅលោកអ្នកចង់បាននីតិល្អឬក៏បងប្អូនចង់បាននៅជំនាញល្អណាមួយដែលលោកអ្នកកំពុងតែប្រឡងដើម្បីធ្វើការរៀនសូត្រឬក៏ដើម្បីស្វែងរកនៅការងារល្អសម្រាប់ថ្ងៃអនាគតនោះទេសរុបមកជោគជតារិស័យបងប្អូនในករណីឆ្នាំឆ្លូវនៅក្នុងចន្លោះខែនេះគឺល្អមកជុំទេបងប្អូនអ្នកគ្នាអាចបំពេញរាល់កិច្ចការងារត្រូវតែមានភាពប្រយ័ត្នប្រយែងច្រើនបន្តិចតែទាំងការបញ្ជាក់ទៅលើសំណុំឯកសារនេះក៏ត្រូវប្រយ័ត្នពីស្នេហាក៏ត្រូវប្រយ័ត្នដូចគ្នាហើយការទំនាក់ទំនងថ្មីៗពុំគួរធ្វើទេនៅក្នុងចន្លោះខែនេះអរគុណច្រើនដែលបានសម្ដាប់ពីការទូទាយជោគជតារិស័យសម្រាប់ឆ្នាំឆ្លូវសម្រាប់ខែមេសាឆ្នាំ2025ពីឆ្នាំទូទាយសូមអរគុណសូមជម្រាបលាបាទសូមជម្រាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយអំពីជោគជតារិស័យសម្រាប់ឆ្នាំទាំង12ដែលការលើកឡើងម្ដងនេះគឺតកតទៅនឹងឆ្នាំខាលវិញម្ដងថាតើសម្រាប់ឆ្នាំខាលសម្រាប់ខែមេសាទៅនឹងខែ4រដូវកាលចូលឆ្នាំនេះជោគជតារិស័យរបស់បងប្អូនទាំងអស់គ្នាមានលក្ខណៈដូចខ្លះសូមតាមដានសម្រាប់ពី channel ទូទាយដូចតទៅនេះបើលោកគ្រូគុណគូមើលទៅតាមជាលេខនេះទៅបងប្អូនដែលកើតនៅឆ្នាំខាលនៅក្នុងខែនេះគឺមានភាពស្មុគស្មាញអារម្មណ៍ច្រើនទោះបីជាខែមុនលោកអ្នកជួបភាពស្មុគស្មាញមួយចំនួនខែនេះក៏មិនទាន់ចប់ដែរបងប្អូនគ្នាអាចនឹងជួបរឿងកម្មករច្រើនបន្តិចហើយ
là hơi cho thêm luôn đào sái hơi thả đào sái đòi việc nào lúc xong tam làm từ này bị chân này các bạn được đầu tử khi bạn đông lùng ắt tiền ho tiện theo người lương càng nghĩ càng bậc họ bỏ chịu cám càng sắc xa đến số thứ co đường ra này hà chỉ đàn trong phố băng ô này càng để cho nam khá sầm rập không khai bề xa cho nam bị pòn phải làm đi cứ chỉ khai môi để lúc nè miền phiệt khoai cùng đặt tràn chỉ môi nâng đại cù rồi bỏ lúc nè tiện theo nâng càng bắt phải tiện theo nè nè chỉ bị say hà làm phơi chất rồi bỏ lúc nè cứ miền phiệt bùng chưa bùng chui tràn này thôi lúc nè thôi càng bỏ sai để bánh hà nè môi để cả làm lúc cứ mình sai chỉ trời còn là lúc đề bà sân trên biển càng bị viết theo chấm buộc nam môi cát lớn sầm rập khai bề xa đi lúc nè cụ thể đa viết chỉ viên bản và lúc tôm sao tê lúc nè nâng miền bánh hà thì bà không cả đọc sai vì bánh hà pro chờm là mùi nó không cả này chắc chỉ không can thì bà giờ lo cùng cô châu luôn chỉ mùi nâng ca chấm buộc xem bà lúc nè mình trên đại cô chấm buộc tổ cùng châu luôn đọc sai là bánh hà nè đọc tây giờ sao kẹt tơ nâng bánh hà chấm buộc đôi thà nó một lúc nè miền bánh hà bị bà đọc luôn phong đá chấm buộc một được nếu còn lại càng nghe tiết sao lúc nè cô đẹp chỉ diêm phiếp ngọc ngắt kẹt xa này phiếp lần bàn lỏ một từ chỉ diêm không ca chỉ chơi vậy như nam môi đã cùng sao chỉ bắt luôn này nữa tê và lúc này nơi đẹp chỉ dân vừa tiết lúc này đang bên bánh hàng được không khai đấy thì bạn cũng có sai được ní chỉ bị sai bằng bộ đặc ní tay thì miền phía không ai cầm được ní tràn chỉ mồi nâng nút bằng bánh cả nghe trong được ní cho lúc này chỉ dân bắt đầu từ được càng nghe rồi bỏ bằng phôi được ní bạn hỏi cùng chia diêm giờ cái này đặt tay mà đặt sai hơi mình cao tại đường tu việc lại cho đường thòng là sao tôi thay khai bê xa nít lúc này mình chụp lành tì để tờ nâng cao vì biết thì cầm chân được xem này còn lại càng nghĩ rất nơi sản công cầu xa nâng sản công luôn nơi kháng cái còn được như này chúng cô bông bò này cả này năm là càng được cái sáu và sản chỉ start lịch lương được biết là mùi chỉ sai ở một đặc điểm vậy nhé cứ chuyện gì có cứ bông bò này cả này năm khai là bạn và bông bò được như từ tu ban được bò là biến cho cha mà làm là mối là phục bạn lo bông bò được như cô tại phi diêm với lúc bông bạc chào cùng giờ cái lương bật to tiết cứ thay bên chuyên đi bay trong đó là lúc này chạy và chạy lờ làm lực chặt hơi lúc nghe từ tôi này lương ra mình lo từ lọc một cái chỉ mỗi đại cù lúc nè ai để lúc đấy cứ mình khai để dây bóng lớp bị càng bật đại lúc này không còn tạm biệt sắp ngày chẳng hai lúc nghe cô ta phải dạy mình tới trong cuộc bài nhà tiền đi hay xem ra mà cha chiêu cam xong cùng dịp bé kẹt từ cả xem ra chặt thông niên đi đại lúc này không còn để trong một quanh chỉ mỗi đại cù bỏ lúc nè rồi tha các chỗ chơi cứ miền tây chỉ chiên ở các bà chạy chẳng hai và sân chi ai bên chốc lúc có ai phần dịp bán cô phần dịp từ đó khai nói rồi có khai mình tổ tiếp là bài chép hot lập hiệp mình chỉ bắt lót thôi lúc này khan bong là ca lực sĩ chỉ một đại cụ vào lúc né khảo chẳng lưỡi cá có khát chẳng phê lìa phòng đã đúng chẳng cho bây giờ mình tích mà cái tên ca cho cha sầm khăn có đôi khí cũng chỉ dùng bây giờ không caจะ chơi với nhau cho cha cho mỗi đại cụ vào lúc này vàผมนุกิจsao tế lúc nè nâng từ tụ bạn này raผมsẽ chỉ lo bạn là tế không ca một bên cái cả chìm cả một lúc chạy tên nghệ từ ca nghe đại bông bông một bên chỉ mặt trời cả là cả lại ca giả lại có được nghe đại và bông đặc đĩa bông bông đặc đĩa ai đang phải chôm đang chụp luôn nam môi chỉ mỗi đại cụ bọn lúc nè bọn sân chỉ lúc nè mình chạy khai mọi sinh hoạt chất thứ có thứ mình đang thứ mình lưới không cả đây po miền lúc mình chỉ po miền mình bớt môi bên tiếp chia lưng vào miền tây tay để cùng đồng cả lá lúc này ai cũng lấy chào bạn và lúc này chỉ riêng một coi trong lô nút lúc này nâng mình biên cái chữ một lọ nơi còn lại càng nghề mình to tiền thực tế chụp bộ bộ này càng này năm khá sau đó khai bê xa cho năm bị bòn phải làm này cha thương chỉ môi xì cái đây xa lánh xì cái đây xa hà môi dạo bên đi bông bộ này càng này năm khá cứ miền thiếp chóc xâm rong khnia lò miền thiếp sau cái đồng rùm mà ní xong bay tại con lực nâng mình tốc và chế sao bằng con lúc này phòng đài hỏi người là bên đi lúc này ai đã sai nửa lương lao cho một lô xe bàn rằng là lún có bên tay mình trao chi diêm dân này thì bay đang luôn tê tôi thay cho lọc bên này bằng ô nào này hiện tại trao này hạt trái cáo bằng ô nào kia là ai bay bạc lô xe đại bạc ca là mua chạy chip cũng khả thể nhờ đó cũng được luôn đặc biệt tôi sẽ nha chơi lên những bằng ô miền tụi này tụi mình sẽ luôn không phải chất trong miền này thì bayឬក៏miền này mà xóm bay đồ mình thay chẳng hay cô đặc biệt và mình biến có chỉ cả nó cái bằng miền hải sông cùng giật chất tục đã tới lên bánh hà lúa sắc bây giờ miền bánh hà và bộ đặc nàyการจึงlấy bằng nguồn đặc này ai miền nào làm riêng cho bộ có bên tay mìnhត្រូវផ្ដោតខ្លាំងពេកនោះទេតែគិតគូរតែទៅជាមួយគ្រួសារបានច្រើនទើបការភាសាដើម្បីលោកដួងចតារិស័យរបស់បងប្អូននោះនេះឲ្យមានការរីកចម្រើនទាក់ទងជាមួយនឹងអាជីវកម្មការងារឬក៏ការប្រកបរបរអាជីវកម្មដើម្បីជួយជំរុញគ្រួសាររបស់បងប្អូននោះនេះចំពោះលោកអ្នកដែលនៅលាវិញមួយរយៈពេលនេះលោកអ្នកក៏ពុំគួរបាទប្រើមនោសញ្ចេតនាខ្លាំងពេកផងដែរ
បើមិនទាន់ដល់គូទេលោកអ្នកអាចសម្ងំដើម្បីបំពេញរាល់កិច្ចការងារឲ្យបានរលូនទៅមុខសិនព្រោះថារយៈពេលនេះមិនមែនជារយៈពេលមួយល្អសម្រាប់បងប្អូនអរគ្នាស្វែងរកតែគ្រូថ្មីម្ចាស់បេះដូងថ្មីមកស្អំបេះដូងរបស់លោកអ្នកទេបើលោកអ្នកនៅតែមួយនេះដើម្បីស្វែងរកទៀតនោះនៅក្នុងខែនេះលោកអ្នកអាចជួបមនុស្សមិនពិតប្រកបប្រកាន់ជីវិតរបស់បងប្អូនអរគ្នាចឹងហើយគួរតែប្រយ័ត្នប្រយែងចំពោះបញ្ហានេះពុំគួរយកខ្លួនទៅបៀតនោះទេតើតើនឹងបងប្អូនដែលជាសិស្សនិស្សិតវិញម្ដងមើលរយៈពេលនេះបងប្អូននៅគ្នាអាចមានភាពរំជើបរំជួលផ្លូវចិត្តច្រើនជាមួយការសិក្សាក៏ប៉ុន្តែបងប្អូននៅគ្នាបើសិនជាបងប្អូននៅគ្នាធ្វើប្រហែលនោះទោះបីជាកំពុងតែល្អប្រសើរយ៉ាងណាក៏ដោយបងប្អូននឹងមិនអាចទទួលបានលទ្ធផលល្អទៅថ្ងៃខាងមុខឬក៏ចុងរយៈពេលដែលលោកអ្នកចង់បាននោះទេលោកអ្នកទោះបីជាទទួលបានលទ្ធផលល្អក្នុងរយៈពេលនេះបងប្អូននៅគ្នាគួរតែព្យាយាមខិតខំប្រឹងប្រែងហាមភ្លេចខ្លួនជាដាច់ខាតព្រោះថារយៈពេលនេះបងប្អូនមើលទៅមានភាពសប្បាយច្រើនដោយសារជាកំឡុងពេលមួយមានចិត្តរដូវចូលឆ្នាំខ្មែរផងនោះបងប្អូនតែងតែមានអារម្មណ៍រំជើបរំជួលភ្លេចគិតពីការសិក្សារបស់ខ្លួនដែលធ្វើឲ្យលោកអ្នកបាត់បង់នូវភាពម្ចាស់ការក្នុងការស្វែងសិក្សាឬក៏ស្វែងយល់បន្ថែមតែទៅជាមួយនឹងការខិតខំរៀនសូត្ររបស់បងប្អូនគ្នាអរគុណច្រើនបានសម្រាប់ពីការទូទាយអំពីជោគជតារិស័យចំពោះបងប្អូននៅការឆ្នាំខាលសម្រាប់ខែមេសាឆ្នាំ2025ពីឆ្នាំទូទាយសូមអរគុណសូមជម្រាបលាសូមជម្រាបសួរបងប្អូនអ្នកគ្នានេះខ្ញុំបានម្ចាស់ Channel ទូទាយសូមធ្វើការទូទាយអំពីជោគជតារិស័យសម្រាប់បងប្អូននៅការឆ្នាំថោះវិញម្ដងថាជោគជតារិស័យសម្រាប់បងប្អូនការឆ្នាំថោះមានលក្ខណៈដូចនេះខ្លះសម្រាប់ជោគជតារិស័យនៅខែមេសាឆ្នាំ2025សូមតាមដានសម្រាប់ពី Channel ទូទាយដូចតទៅនេះ2025ឆ្នាំថោះសម្រាប់ខែមេសារយៈពេលនេះបងប្អូនអ្នកនេះអាចមានផលរំខានមួយចំនួនមកកាន់ជីវិតរបស់បងប្អូនអ្នកនេះបញ្ហាមិនទុកចិត្តគ្នាជាមួយដៃគូក៏មានច្រើនផងដែរនៅចន្លោះពេលនេះតែទៅជាមួយនឹងការក្បត់ពីដៃគូរបស់លោកអ្នកក៏មានផងដែរត្រូវតែប្រយ័ត្នបើសិនជាលោកអ្នកទុកចិត្តគេខ្លាំងពេកនៅក្នុងចន្លោះខែមេសានេះនឹងធ្វើឲ្យលោកអ្នកខកនៅបំណងដែលលោកអ្នកគិតថាលោកអ្នកមានភាពល្អប្រសើរជាមួយតំណែងមួយនេះជាបំខានជាពិសេសរឿងលើការបងប្អូនអ្នកគ្នាមិនត្រូវកាន់ច្រើនពេកនោះទេប្រយ័ត្នមានបញ្ហាហានិភ័យកើតឡើងលោកតម្រង់នៅខែមេសានេះតម្រង់ជោគជតារិស័យរបស់បងប្អូនអ្នកនេះមិនសូវជាកប់ផ្សារប៉ុន្មានទេបើលោកអ្នកធ្វើប្រហែលការក្បត់ការផិតនឹងមានមកកាន់ជីវិតលោកអ្នកជាបំខាននៅក្នុងខែមេសានេះវិញ្ញាសាជីវិតជាច្រើនក៏មានមកកាន់ជីវិតលោកអ្នកផងដែររួមទាំងភាពបរាជ័យក៏ដូចគ្នារយៈពេលនេះគឺលោកអ្នកជារយៈពេលនៃការសាកល្បងនៃជីវិតរបស់លោកអ្នកថាធន់កម្រិតណាស់ហើយលោកអ្នកក៏អាចមានអារម្មណ៍ថាឯកាផងដែរនៅក្នុងខែមេសាឆ្នាំ2025នោះតែលោកអ្នកគិតថាមិនមាននរណាយល់ចិត្តលោកអ្នកទេហើយលោកអ្នកអាចការពារខ្លួនឯងបានមិនខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនសូម្បីតែមនុស្សជាទីស្រឡាញ់ក៏លោកអ្នកមិនខ្វាយខ្វល់ជាមួយដែរព្រោះថាលោកអ្នកជាមនុស្សតែឯកាមិនមានគេជួយជើងជ្រែងក៏ប៉ុន្តែភាពពិតមិនមែនទេបងប្អូនអ្នកគ្នាលោកអ្នកតែងតែចាំជួយលោកអ្នកហើយតែលោកអ្នកព្យាយាមសម្របសម្រួលឬក៏តាំងចិត្តឲ្យគេជួយបន្ទន់នៅយ៉ាងវត្តយ៉ាងល្អប្រសើរក្នុងខែមេសានេះផងដែរចំពោះបងប្អូនในការឆ្នាំថោះត្រូវតែមានទំនុកចិត្តលើខ្លួនឯងបានច្រើនទើបលោកអ្នកអាចដោះស្រាយរាល់បញ្ហាប្រទាំងប្រទើជាច្រើនដែលមាននៅក្នុងជីវិតលោកអ្នកនៅក្នុងខែនេះតែលោកអ្នកត្រូវតែព្យាយាមដោះស្រាយជាបន្តឬក៏ពីដំណាក់កាលមួយទៅដំណាក់កាលមួយឲ្យបានល្អប្រសើរបើលោកអ្នកជាអ្នកបំពេញកិច្ចការងារវិញនោះនៅកន្លែងការងារលោកអ្នកពុំគួរបង្ហាញនៅមហិច្ឆតាណាមួយដែលលោកអ្នកចង់ធ្វើនោះទេហើយមួយវិញទៀតបើលោកអ្នកបង្ហាញនៅភាពមហិច្ឆតាគេដល់នោះបងប្អូនអ្នកគ្នានឹងត្រូវបានការវាយប្រហារឬក៏រៀបជាងព្រោះទុកមុនព្រោះថាបើតាំងជាងលេខបងប្អូនអ្នកគ្នានៅចន្លោះពេលនេះសូម្បីតែអ្នកបម្រើការងារជាមួយបងប្អូនអ្នកគ្នាក៏ចង់បែងជើងបងប្អូនអ្នកគ្នាដែរចឹងក្នុងរយៈពេលនេះបងប្អូនអ្នកគ្នាពុំគួរបង្ហាញនៅមហិច្ឆតាណាមួយជាមួយមិត្តរួមការងារឬក៏អារម្មណ៍ឯកាអារម្មណ៍សោកសៅជាមួយដៃគូអ្នកធ្វើការជាមួយគ្នាទេព្រោះអាចជាតែពលទៅលើមុខតំណែងទូនាទីឬក៏ប្រាក់ខែបងប្អូនអ្នកគ្នាដែលការវិតម្លៃពីមេកាយបងប្អូនអ្នកគ្នាក្នុងរយៈពេលខែមេសានេះបងប្អូនในការឆ្នាំថោះមានអារម្មណ៍ថាមិនសូវមានការគ្រប់គ្រងទេក្នុងកិច្ចការងារដែលលោកអ្នកបំពេញមិនថាកិច្ចការងារតូចកិច្ចការងារធំទេក៏ប៉ុន្តែអ្វីដែលលោកអ្នកចាំបាច់តែត្រូវធ្វើនោះលោកអ្នកត្រូវគិតទៅពីផលប្រយោជន៍ដល់ខ្លួនឬក៏ផលប្រយោជន៍រួមដែលគិតថាត្រឹមត្រូវនឹងបន្តមកភាពជោគជ័យមកកាន់ជីវិតបងប្អូនអ្នកនេះបងប្អូនអាចធ្វើរឿងបានជាពិសេសនៅកន្លែងការងារនៅក្នុងចន្លោះពេលនោះលោកអ្នកត្រូវតែព្យាយាមទៅលើកិច្ចការងារឲ្យបាន 100% តែម្ដងដើម្បីលោកអ្នកអាចដោះស្រាយកិច្ចការទៅមុខរលូនដែលធ្វើឲ្យមេកាយមើលឃើញនៅចំណុចពិសេសរបស់លោកអ្នកទោះបីជានៅក្នុងស្ថានភាពលំបាកណាក៏ដោយលោកអ្នកអាចដោះស្រាយបានយ៉ាងរលូននៅក្នុងខែមេសានេះ
ចំពោះបងប្អូនដែលជាអាជីវករធ្វើអាជីវកម្មក៏ដូចគ្នាមិនថាបងប្អូនបំពេញកិច្ចការងារតូចឬក៏ការងារធំនៅក្នុងវិស័យអាជីវកម្មរបស់បងប្អូនទាំងគ្នាទេមួយរយៈពេលនេះមិនមែនជារយៈពេលនៃការបង្កើតមុខរបរថ្មីការបង្រៀនមុខរបរការផ្នែកទុនការវិនិយោគឬការសម្រេចចិត្តធំៗណាមួយនៅកន្លែងលោកអ្នកបំពេញកិច្ចការងារនោះទេព្រោះថានៅក្នុងខែនេះលោកអ្នកមានភាពតានតឹងច្រើនបើលោកអ្នកហក់ជើងចូលទៅក្នុងវិស័យនៃការវិនិយោគធំៗណាមួយនោះជាសញ្ញាដែលពុំសូវជាគាត់ភាសាទេបើសិនជាអាចលោកអ្នកអាចពន្យាពេលឬក៏សុំពេលក្នុងការគិតឬក៏ក្នុងការអភិវឌ្ឍអ្វីមួយជាពេលវេលាមួយដែលលោកអ្នកអាចគិតគូរវែងឆ្ងាយឬក៏គិតគូរយុទ្ធសាស្ត្រនៃការវិនិយោគនេះឲ្យបានល្អប្រសើរជាងមុនហើយធ្វើឲ្យជីវភាពលោកអ្នកមានភាពរីកចម្រើនមិនថាបំពេញកិច្ចការងារធំឬក៏តូចទេនៅក្នុងការវិនិយោគនៅកន្លែងការងារដែលលោកអ្នកកំពុងបំពេញឬក៏មុខរបរផ្ទាល់ខ្លួននោះឡើយជាមួយនឹងរឿងរ៉ាវស្នេហាវិញទំនាក់ទំនងរបស់បងប្អូនអ្នកនេះមានការខកបំណងច្រើនការយល់ច្រឡំយល់ខុសបច្ចាប្រច័ណ្ឌប្រទាំងប្រទើពីអ្នកដែលមានគូហើយនឹងក៏មានរឿងច្រើនផងដែរក៏ប៉ុន្តែរឿងរ៉ាវដែលកើតមាននោះមិនមែនជារឿងច្បាស់លាស់ណាមួយដែលធ្វើលោកអ្នកជីវបាននោះទេគ្រាន់តែមានភាពយល់ច្រឡំគិតថាមិនសូវយល់ចិត្តគ្នាមិនសូវមានពេលវេលាឲ្យគ្នាតែប៉ុណ្ណោះបើលោកអ្នកព្យាយាមដោះស្រាយបញ្ហានោះដោយសន្តិវិធីនិងដោយរលូនគូស្នេហ៍របស់បងប្អូនអ្នកនេះនឹងមិនមានអ្វីដែលលោកអ្នកមានភាពជាក្បាលច្រើននោះទេក៏ប៉ុន្តែបើសិនជាលោកអ្នកមិនចេះដោះស្រាយយ៉ាងរលូននោះទេបងប្អូននឹងមានបញ្ហាជាក់ជាសំខាន់ជាពិសេសបងប្អូនអ្នកគ្នាបើសម្រាប់បានគួរតែកុំព្យាយាមទំនាក់ទំនងជាមួយមនុស្សផ្សេងៗគ្នាតាមរយៈឆាតទូរស័ព្ទឲ្យច្រើនពេកប្រយ័ត្នមានបញ្ហានៅជាទីស្រឡាញ់លោកអ្នកយល់ច្រឡំឬក៏ចាប់បានតែបញ្ហាប្រការណាមួយនោះក្រុមគ្រួសាររបស់បងប្អូនអ្នកគ្នានឹងមានភាពចម្រើនល្អនោះទេនៅក្នុងរង្វង់គ្រួសារដែលធ្វើឲ្យលោកអ្នកមានសញ្ញាឈានទៅដល់ការបែកបាក់នៅពេលក្រោយថែមទៀតផងអញ្ចឹងក្នុងរយៈពេលខែនេះបងប្អូនអ្នកគ្នាគួរតែព្យាយាមសម្រាប់ឲ្យបានច្រើនចំពោះបងប្អូននៅក្រៅឆ្នាំថោះមិនត្រូវធ្វើខ្លួនធ្វើប្រាណដូចជាមនុស្សដែលនៅលាវនៅឡើយបើហ៊ានតែប្រហែសបងប្អូនអ្នកគ្នានឹងត្រូវបានមកប្រពន្ធឬក៏មនុស្សជាទីស្រឡាញ់ឬក៏ប្តីមនុស្សជាទីស្រឡាញ់បងប្អូនអ្នកគ្នាប្រច័ណ្ឌឈានទៅដល់ការកំណត់មុខសញ្ញាណាមួយដែលធ្វើលោកអ្នកបែកបាក់គ្នាជាកំខាន់ចំពោះបងប្អូននៅលាវក៏ដូចគ្នាផងដែររយៈពេលនេះបងប្អូនមិនត្រូវធ្វើរឿងរ៉ាវដែលធ្វើឲ្យមានពិរុទ្ធនោះទេជាពិសេសអ្នកដែលនៅលាវហើយកំពុងតែស្វែងរកដៃគូរយៈពេលនេះបើបងប្អូនអ្នកគ្នាព្យាយាមស្វែងរកដៃគូស្នេហាបងប្អូនអ្នកគ្នាមិនមែនជាពេលវេលាល្អក្នុងការស្វែងរកដៃគូទេព្រោះដែលហេតុថាលោកអ្នកនឹងអាចជួបមនុស្សដែលមិនសូវសមប្រកបមិនសូវមានអារម្មណ៍ថាស៊ីចង្វាក់គ្នាដែលធ្វើលោកអ្នកខាតពេលវេលាខាតទាំងលុយកាក់ជាមួយដៃគូរបស់លោកអ្នកថែមទៀតផងហើយបរិសុទ្ធតែគួរប្រយ័ត្ននោះគួរព្យាយាមប្រយ័ត្នបរិសុទ្ធដែលមានលក្ខណៈទៀតសក់ស្លូតហើយមានភ្នែករាងធំបន្តិចគួរតែប្រយ័ត្នប្រយែងក៏ប៉ុន្តែបើសិនជាខានដោយពុំបាននោះបងប្អូនត្រូវព្យាយាមមើលអត្តចរិតឬក៏អាកប្បកិរិយារបស់គេបានច្រើនបន្តិចទៅជាការប្រសើរតែទាំងសុខភាពបងប្អូនកើតឆ្នាំថោះក្នុងខែនេះគឺមានភាពធម្មតាមិនមានអ្វីប្រែប្រួលដែលគួរឲ្យព្រួយបារម្ភខ្លាំងៗនោះទេក៏ប៉ុន្តែបងប្អូនត្រូវតែព្យាយាមសម្រាប់ឲ្យបានគ្រប់គ្រាន់បន្តិចទៅជាការប្រសើរតែទាំងនៅរឿងរ៉ាវសុវត្ថិភាពផ្ទាល់ខ្លួនវិញមួយរយៈពេលនេះបងប្អូនត្រូវប្រយ័ត្នសុវត្ថិភាពផ្ទះរបស់បងប្អូនឲ្យបានច្រើនបន្តិចបើសិនជាបងប្អូនមានចេញដំណើរមុនណាត្រូវព្យាយាមចាក់សោឲ្យបានត្រឹមត្រូវហើយត្រូវគិតថាមានសុវត្ថិភាពចាំបងប្អូនចេញដំណើរទៅក្រៅបើថាទៅតាមជើងលេខបងប្អូនត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ទើបហានិភ័យមិនកើតមានឡើងចំពោះបងប្អូនអរគ្នាក្នុងខែមេសានេះអរគុណច្រើនបានសម្រាប់ពីការទូទាយជោគជតារាសីសម្រាប់បងប្អូននៅក្នុងឆ្នាំថោះសម្រាប់ខែមេសាឆ្នាំ2025ពីឆ្នាំទូទាយសូមគុណសូមជម្រាបលាបាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយអំពីជោគជតារាសីសម្រាប់បងប្អូននៅឆ្នាំរោងវិញម្ដងថាឆ្នាំរោងតើតើនៅខែមេសាឆ្នាំ2025នេះដួងជតារាសីរបស់បងប្អូនអ្នកនរគ្នាមានលក្ខណៈដូចនេះខ្លះសូមតាមដានសម្ដាប់ពី Channel ទូទាយដូចតទៅនេះចាត់តើនឹងបងប្អូននៅឆ្នាំរោងគឺតាមការទូទាយគុណគូមើលទៅគឺល្អប្រសើរខ្លាំងមែនទែននៅក្នុងចន្លោះពេលនេះបងប្អូននៅឆ្នាំរោងតែនឹងជួបរឿងរ៉ាវល្អភាពប្រស័យតាក់ទងក៏ល្អទាំងកន្លែងការងារទាំងរឿងលុយកាក់បាទគឺល្អខ្លាំងសម្រាប់ខែមេសានេះខែនេះបងប្អូននៅឆ្នាំរោងអាចធ្វើកិច្ចការងារទាំងអស់បានយ៉ាងរលូនក៏ប៉ុន្តែបញ្ហាមួយដែលទូចមកកាន់ជីវិតលោកអ្នកគឺតាក់ទងជាមួយបញ្ហាសុខភាពបាទដើម្បីកាន់ជាក់ស៊ីជម្រៅច្បាស់ថាជោគជតារាសីបងប្អូនកើតឆ្នាំរោងល្អយ៉ាងណានោះសម្រាប់ខែមេសានោះសូមតាមដានទស្សនាពី Channel ខ្ញុំបាទដូចតទៅនេះឆ្នាំរោងជាឆ្នាំមួយដែលលោកអ្នកបំពេញនៅរកកិច្ចការងារយ៉ាងរលូននៅក្នុងខែមេសានេះក្នុងរយៈពេលខែមេសានេះបងប្អូននៅឆ្នាំរោងគឺមានភាពសុខដុមរមនាច្រើនជាតើជាមួយនឹងតំណែងបុគ្គលតាក់ទងនឹងកន្លែងធ្វើការងារក៏មានភាពល្អប្រសើរតាក់ទងនឹងលៀបសំណាងដែលលោកអ្នកចង់បាននៅក្នុងខែមេសានេះចំពោះបងប្អូននៅឆ្នាំរោងគឺមានឱកាសច្រើនមែនទែន
ចាទៅធម្មពលវិជ្ជមាននៅជំនួយខ្លួនដែលបង្កឲ្យលោកអ្នកខិតខំប្រឹងប្រែងយ៉ាងរលូននាំទៅរកភាពរីករាយនៅក្នុងជីវិតសម្រាប់ខែមេសានេះទោះបីជាជោគជ័យរិស័យល្អខ្លាំងកម្រិតណាក៏ដោយចំពោះបងប្អូនការឆ្នាំរោងក្នុងខែមេសានេះចាក់ទៅនឹងសុខភាពក៏មានភាពប្រកម្មប្រកបខ្លះផងដែរតែបងប្អូនអរគ្នាមិនប្រយ័ត្នទេនោះក្នុងខែមេសានេះបងប្អូនអរគ្នានឹងអាចមានបញ្ហាសុខភាពកើតមានឡើងចំពោះបងប្អូនអរគ្នាហើយបើសិនជាបងប្អូនអរគ្នាចង់ជៀសផុតពីបញ្ហាទាំងនេះបងប្អូនគ្នាត្រូវតែព្យាយាមថែរក្សានៅសុខភាពរបស់បងប្អូនគ្នាជាប្រចាំបរិភោគបានទៀងទាត់ហាត់ប្រាណឲ្យបានទៀងទាត់ឬក៏បរិភោគអ្វីដែលមានវីតាមីនឲ្យបានច្រើននោះខែនេះគឺលោកអ្នកអាចនឹងល្អទាំងព្រមបានហើយព្រោះថាកិច្ចការងារដែលលោកអ្នកបំពេញក៏ល្អការទំនាក់ទំនងក៏ល្អហើយលោកអ្នកបន្ថែមនៅសុខភាពល្អមួយទៀតនេះគឺឱកាសច្រើនក្នុងការបំពេញកិច្ចការងារល្អមែនទែនចំពោះបងប្អូនในការឆ្នាំរោងសម្រាប់ខែមេសានេះចំពោះខែមេសានេះផងដែរបងប្អូនគ្នាត្រូវបានតែម្ដងចំពោះអ្នកដែលចង់វិនិយោគក៏ប៉ុន្តែការវិនិយោគមួយនេះបងប្អូនត្រូវតែសម្រេចមើលទស្សនវិស័យឲ្យបានវែងឆ្ងាយដូចគ្នាជៀសវាងបញ្ហាណាមួយដែលពុំកប់ប្រសាមកកាន់ជីវិតលោកអ្នកនៅកន្លែងការងារបងប្អូននៅកាន់ឆ្នាំរោងគឺមានភាពល្អិតល្អន់ម៉ត់ចត់មែនទែនជំនាញភាពជាអ្នកដឹកនាំរបស់បងប្អូនគ្នានឹងធ្វើឲ្យបងប្អូនគ្នាមានភាពភ្លឺស្វាងនៅកន្លែងការងារទទួលបានការកាត់សរសើរពីមិត្តភ័ក្តិនិងថ្នាក់ដឹកនាំរបស់បងប្អូនរយៈពេលនេះបងប្អូនធ្វើអ្វីក៏ថ្នាក់ដឹកនាំរបស់បងប្អូនគ្នាមើលទៅលោកអ្នកសំខាន់ផងដែរហើយបើលោកអ្នកព្យាយាមបំពេញកិច្ចការងារនោះឲ្យកាន់តែល្អប្រសើរថែមទៀតមួយកម្រិតទៀតនោះបងប្អូននៅកាន់ឆ្នាំរោងនៅក្នុងខែនេះគឺអាចឈានទៅដល់ការឡើងឋានៈតំណែងទូនាទីទៀតផងព្រោះថាការបំពេញកិច្ចការងារលោកអ្នកគឺមានភាពប្រសើរមែនទែនរយៈពេលនេះគឺជារយៈពេលនៃការចាប់ឱកាសរបស់បងប្អូនគ្នាហើយដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈបងប្អូនគ្នាឲ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀតនោះហើយកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់លោកអ្នកនៅកន្លែងការងារមិត្តភ័ក្តិរួមការងារឬក៏មនុស្សជុំវិញខ្លួនគឺលោកអ្នកធ្វើបានយ៉ាងប្រសើរមែនទែនចាក់តើនឹងការលើកទឹកចិត្តក្រុមការងារក៏ដូចគ្នាផងដែរដើម្បីឲ្យលោកអ្នកឡើងនៅតំណែងទូនាទីយ៉ាងល្អប្រសើរនោះលោកអ្នកត្រូវតែយល់ចិត្តក្រុមការងារឲ្យបានល្អប្រសើរដូចគ្នាដើម្បីឲ្យលោកអ្នកទទួលការជ្រោមជ្រែងក្នុងការឡើងតំណែងជាមេកាយរបស់ពួកគេនៅកន្លែងការងារដែលលោកអ្នកកំពុងតែបំពេញសម្រាប់បងប្អូននៅក្នុងឆ្នាំរោងនៅចន្លោះពេលនេះសម្រាប់ខែមេសាឆ្នាំ2025ចាក់តើនឹងបងប្អូនដែលបំពេញកិច្ចការងារជាអាជីវករធ្វើអាជីវកម្មអ្នកបណ្ដាក់ទុនរកស៊ីនៅក្នុងវិស័យវិនិយោគមីឌាផ្សេងៗរយៈពេលនេះគឺជារយៈពេលមួយគឺមានភាពល្អប្រសើរខ្លាំងមែនទែនបើបងប្អូនទាំងអស់គ្នាព្យាយាមស្វែងរកនៅកិច្ចការងារមួយដែលលោកអ្នកកំពុងតែបំពេញនៅចន្លោះពេលនេះជាមួយនឹងការវិនិយោគផ្សេងៗនោះគឺជារយៈពេលនៃការបំពេញកិច្ចការងារនោះយ៉ាងល្អប្រសើរដែលការបណ្ដាក់ទុនថ្មីគឺនាំមកនៅលៀបល្អប្រសើរមកកាន់ជីវិតលោកអ្នកដែលកើតនៅឆ្នាំរោងហើយបើលោកអ្នកបដោតលើកទឹកចិត្តទាក់ទងនឹងបញ្ហាដែលលោកអ្នកកំពុងតែធ្វើដូចជាយកចិត្តដៃគូរបស់លោកអ្នកការបណ្ដាក់ទុនឲ្យត្រឹមត្រូវឆ្លៀសវៃនិងរហ័សរហួននោះរយៈពេលនេះបងប្អូនគ្នានឹងទទួលបាននូវរឿងរ៉ាវល្អៗទាក់ទងនឹងការបណ្ដាក់ទុនដូចជាការចំណេញការយកចិត្តពីដៃគូរបស់លោកអ្នកជាដើមក៏ប៉ុន្តែទាក់ទងនឹងការវិនិយោគនេះបងប្អូនមិនមានភាពចាំបាច់ណាមួយទេការបណ្ដាក់ទុននេះត្រូវតែធ្វើឡើងដោយមានភាពវៃឆ្លាតមិនត្រូវបណ្ដាក់ទុនទាំងអស់នោះទេបើសិនជាលោកអ្នកដាក់ទុនទាំងអស់នោះលោកអ្នកនឹងមានបញ្ហាទាក់ទងនឹងរឿងរ៉ាវហិរញ្ញវត្ថុជាសំខាន់ព្រោះថាចន្លោះពេលនេះគឺបងប្អូនអាចចំណាយនៅប្រាក់ដែលមានសម្រាប់វិនិយោគនេះត្រឹម 50% ទៅ 60% បានតែបើសិនជាហ៊ានដាក់ 100% នោះចន្លោះខែមេសានេះគឺជាខែហានិភ័យលោកអ្នកទៅវិញទេលោកអ្នកត្រូវតែមានប្រាក់តម្កល់នៅក្នុងខ្លួនទើបពីការប្រសើរសម្រាប់ខែនេះទាក់ទងនឹងទំនាក់ទំនងស្នេហាវិញចន្លោះខែមេសាឆ្នាំ2025នេះទំនាក់ទំនងស្នេហារបស់លោកអ្នកគឺមានភាពរីកចម្រើនខណៈដែលភាពកក់ក្ដៅក៏មានមកកាន់ជីវិតលោកអ្នកផងដែរដៃគូរបស់លោកអ្នកគឺយល់ចិត្តលោកអ្នកច្រើនស្រឡាញ់លោកអ្នកគោរពលោកអ្នកឲ្យតម្លៃលោកអ្នកធ្វើឲ្យគ្រួសារមានភាពសុខដុមរមនាគឺទាំងផ្លូវកាយនិងផ្លូវចិត្តជាមួយនឹងប្តីប្រពន្ធគូសង្សារឬក៏ជាមួយនឹងកូនចៅរបស់បងប្អូនគ្នាយ៉ាងក៏ប្រសើរជាទីបំផុតចំពោះបងប្អូនដែលនៅលាវិញចំពោះបងប្អូនកើតឆ្នាំរោងនៅចន្លោះពេលនេះជាពេលវេលាមួយដើម្បីជួបមនុស្សពិសេសគូស្នេហ៍រីករាយទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូរបស់បងប្អូនគ្នាហើយក៏ជាពេលវេលាល្អในការសាងទំនាក់ទំនងសន្តិភាពផ្លូវចិត្តជាមួយដៃគូរបស់លោកអ្នកផងដែរតែបងប្អូនធ្វើកិច្ចការងារជាមួយនឹងដៃគូលោកអ្នកគឺតែងតែមានភាពទទួលជោគជ័យក៏ប៉ុន្តែនៅចន្លោះពេលនេះចំពោះបងប្អូនដែលរៀបការហើយត្រូវប្រយ័ត្នប្រយែងគឺប្រយ័ត្នជនទី3នៅចន្លោះពេលនេះគឺមានការលូកដៃក៏ក៏ការច្រើនពីសំណាក់ជនទី3ដែលចង់មកបំបាច់បំបាក់ឬក៏ឆ្លៀតឱកាសដើម្បីលោកអ្នកមានភាពលំបាកនៅក្នុងជីវិតនៃគ្រួសាររបស់បងប្អូនគ្នានៅក្នុងចន្លោះខែនេះម្ល៉េះហើយលោកអ្នកគួរតែប្រយ័ត្ន
បើសិនជាធ្វើកម្មកិរិយាមួយណាដែលមិនសមគួរនោះបងប្អូននឹងមានបញ្ហាជាមួយដៃគូលោកអ្នកដែលកំពុងតែស្រឡាញ់គ្នាបានមកមិនបាននេះហើយចឹងបើមានមែនបងប្អូនអ្នកនេះគួរតែព្យាយាមចាកឆ្ងាយមនុស្សដែលប៉ុនប៉ងបំបីបំបាក់ទូរស័ព្ទនេះតើតើនឹងបងប្អូនដែលជាសិស្សនិស្សិតវិញនៅចន្លោះពេលនេះជីវិតរបស់បងប្អូនអ្នកនេះគឺមានភាពរវល់រៀងច្រើនបន្តិចពីលទ្ធផលការងារมันមានអ្វីគួរឲ្យព្រួយបារម្ភទេតើតើជាមួយការងារសាលាឬក៏ការងារសមាជិកដែលលោកអ្នកកំពុងតែបំពេញខាងក្រៅក្តីសូមអរគុណតាមសម្រាប់ពីការទូទាជោគតារិស័យសម្រាប់ខែមេសាសម្រាប់ឆ្នាំរោងឆ្នាំ2025នេះពី Channel ទូទាសូមអរគុណសូមជម្រាបលាសូមជម្រាបសួរបងប្អូនអ្នកនេះទាំងខ្ញុំបាទសូមធ្វើការទូទាអំពីជោគតារិស័យចំពោះបងប្អូនការឆ្នាំសាញ់បាទសម្រាប់ខែមេសាឆ្នាំ2025ដែលជាខែមួយនៃរដូវចូលឆ្នាំប្រពៃណីខ្មែរយើងតែម្ដងថាតើជោគតារិស័យបងប្អូនការឆ្នាំសាញ់នៅក្នុងចន្លោះខែមេសានេះលោកអ្នកមានលក្ខណៈដូចនេះខ្លះសូមតាមដានសម្រាប់ពី Channel ទូទាដូចតទៅនេះបងប្អូននៃការនៃឆ្នាំសាញ់សម្រាប់ខែមេសានេះជោគតារិស័យរបស់បងប្អូនអ្នកនេះគឺមានភាពល្អប្រសើរច្រើនមែនទែនខែនេះគឺជាខែសំណាងមួយសម្រាប់បងប្អូនអ្នកនេះទាំងអាជីពការងារទាំងរឿងលុយកាក់បាទហើយទាំងរឿងទំនាក់ទំនងស្នេហាក៏ដូចគ្នាផងដែរគឺឡើងខ្លាំងមែនទែនដើម្បីឲ្យកាន់តែជាច្បាស់ថាតើឡើងដល់កម្រិតណាហើយលោកអ្នកជួបនឹងរឿងរ៉ាវអ្វីខ្លះល្អបែបណាខ្លះសូមតាមដានសម្រាប់ពី Channel ទូទាដូចតទៅនេះតើតើនឹងជោគតារិស័យសម្រាប់បងប្អូននៃការនៃឆ្នាំម្សាញ់បាទឆ្នាំម្សាញ់គឺជាឆ្នាំតំណាងឲ្យសត្វពស់បាទហើយតំណាងឲ្យពងមនុស្សប្រុសតើតើនឹងបងប្អូននៃការឆ្នាំម្សាញ់នេះផងដែរខែមេសាគឺជាខែសំណាងមួយដែលសឹងតែមិនគួរជឿសម្បីលោកអ្នកខ្លួនឯងនេះក៏មិនចង់ជឿដែរថាលោកអ្នកគឺឡើងដល់កម្រិតនឹងនៅក្នុងខែមេសានេះគឺជាគណៈពេលមួយដែលស្ថិតក្នុងការពេញចិត្តពេញថ្លើមមែនទែនការបំពេញកិច្ចការងារក៏មានភាពល្អប្រសើរទាក់ទងនឹងរឿងសំណាងនៃទ្រព្យសម្បត្តិត្រូវបានរីកដុះដាលយ៉ាងល្អប្រសើរការបណ្ដាក់បន្ទុនអធិស្ឋានការបណ្ដាក់ទុនទីសោតបងប្អូនអ្នកនេះគឺមានភាពល្អប្រសើរមែនទែនបង្ហាញនូវភាពវិជ្ជមានដែលលោកអ្នកបំពេញទៅគឺលោកអ្នកអាចទទួលបាននូវលុយកាក់មានប្រាក់មកកាន់ជីវិតលោកអ្នកទាក់ទងនឹងផ្កាយសំណាងមួយមកកាន់ជីវិតរបស់បងប្អូនអ្នកនេះគឺពោពេញទៅដោយភាពល្អប្រសើរទោះបីជាលោកអ្នកប្រឈមនឹងបញ្ហាមួយចំនួននៅក្នុងខែមេសានេះបងប្អូនในការនៅឆ្នាំផ្សាញ់នៅតែដោះស្រាយយ៉ាងរលូនជាទីបំផុតសម្រាប់បងលោកអ្នកហើយកិច្ចការដែលលោកអ្នកបំពេញតែងទទួលបានភាពជោគជ័យនិងមានគេជួយជ្រោមជ្រែងលោកអ្នកជានិច្ចទាក់ទងបងប្អូនការឆ្នាំផ្សាញ់ទាក់ទងជាមួយនឹងរឿងរ៉ាវទ្រព្យសម្បត្តិគឺបង្ហាញនូវភាពល្អប្រសើរមែនទែនជាសញ្ញាវិជ្ជមានពណ៌បៃតងមួយសម្រាប់បងប្អូនអ្នកគ្នាក្នុងការសាងនៅទំនុកចិត្តដើម្បីបំពេញកិច្ចការងារប្រមូលនូវទ្រព្យសម្បត្តិមកកាន់តែច្រើននៅក្នុងអាជីពការងាររបស់បងប្អូនអ្នកគ្នាដែលកាន់តែឆ្នាំផ្សាញ់សម្រាប់ខែមេសារដូវកាលចូលឆ្នាំនេះជារយៈពេលលោកអ្នកឃើញនៅពន្លឺផ្កាយដ៏ល្អប្រសើរឱកាសដែលបង្ហាញនូវទេពកោសល្យចំពោះបងប្អូនដែលប្រកបការងារជាបុគ្គលិកឯកជនឬក៏ជាមន្ត្រីសាធារណក្តីរយៈពេលនេះគឺលោកអ្នកទទួលបាននូវរឿងរ៉ាវល្អប្រសើរច្រើនទាក់ទាញឲ្យធ្វើលោកអ្នកទទួលបាននូវអំណាចជីវិតទទួលបាននូវរឿងរ៉ាវល្អៗក៏ដូចជាការកោតសរសើរពីចៅហ្វាយនាយរបស់លោកអ្នកផងដែរហើយភាពទាក់ទាញពីធម្មជាតិនេះទៀតសោតធ្វើលោកអ្នកមានអារម្មណ៍ហើយអំណាចផ្លូវចិត្តក៏មានច្រើនមកកាន់ជីវិតលោកអ្នកដែលធ្វើលោកអ្នកបំពេញរាល់កិច្ចការងារទៅគឺមានភាពល្អប្រសើរយ៉ាងក្រៃលែងតែម្ដងចំពោះបងប្អូននៅខាងឆ្នាំសាញ់សម្រាប់ខែមេសានេះចំពោះបងប្អូនដែលជាសហគ្រិនភាពសម្រាប់ខែមេសាឆ្នាំ2025នេះជាឱកាសល្អដែលលោកអ្នកបង្ហាញនូវស្នាដៃបានហើយលោកអ្នកអាចទទួលបាននូវផលប្រយោជន៍ហើយការកើនឡើងនៃអាជីពប្រាក់កម្រៃក៏ដូចជាទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូរបស់លោកអ្នកគឺនៅតែបន្តកើតមានសម្រាប់ខែមេសានេះហើយលោកអ្នកអាចត្រៀមឬក៏ត្រៀមខ្លួនដើម្បីទទួលនូវប្រាក់ចំណេញយ៉ាងល្អប្រសើរបានហើយសម្រាប់ខែមេសាឆ្នាំ2025ចំពោះបងប្អូននៅខែឆ្នាំសាញ់នេះឥឡូវនេះគឺជាពេលវេលាមួយដែលលោកអ្នកអាចធ្វើការបង្កើតថ្មីរកវិធីសាស្ត្រថ្មីៗដែលលើកកម្ពស់អាជីវកម្មរបស់លោកអ្នកឲ្យនៅកម្រិតមួយដែលលោកអ្នកចង់បានហើយបង្ហាញនូវភាពត្រឹមត្រូវទៅកាន់ដៃគូរបស់លោកអ្នកដើម្បីឲ្យគេមានទំនុកចិត្តលើលោកអ្នកហើយលោកអ្នកបំពេញកិច្ចការនេះទៅគឺរលូនប្រាក់ចំណេញក៏ល្អប្រសើរធ្វើឲ្យលោកអ្នកមានទំនាក់ទំនងគឺជាពង្រីកនៃអាជីវកម្មលោកអ្នកយ៉ាងល្អប្រសើរសម្រាប់ខែមេសាឆ្នាំ2025នេះចំពោះបងប្អូននៃការឆ្នាំផ្សាយតើតើនឹងបងប្អូននៅខាងឆ្នាំម្សាញ់នេះផងដែរសម្រាប់សេចក្តីស្រឡាញ់ឬក៏សេចក្តីស្នេហាវិញម្ដងចំពោះសេចក្តីស្រឡាញ់និងសេចក្តីស្នេហាគឺមានភាពភ្លឺស្រាជាស្រ័យភ្លឺថ្លាបាទគឺភ្លឺថ្លាស្រស់ស្រាយមែនតើបងប្អូនអ្នកនេះបើបងប្អូនអ្នកនេះព្យាយាមសាងនៅទំនុកចិត្តជាមួយដៃគូលោកអ្នកនឹងទទួលបាននៅទំនុកចិត្តត្រឡប់មកវិញហើយគ្រួសារលោកអ្នកដែលអ្នកប្រកបលក្ខណៈមានភាពល្អប្រសើរហើយក្រៃលែងគឺមានភាពប្រចាំប្រចាំក្នុងរង្វង់គ្រួសារសម្រាប់លោកអ្នកដែលរកាហើយចឹងហើយបើព្យាយាមក្នុងការធ្វើនៅរឿងរ៉ាវល្អៗកាន់តែច្រើន
đai cô được có cú xa bỏ lục nè cứ oi đầm lay lục nè lăng mình tên ở giả bên thì độc là ơn bạn hai mà con sinh công cú xa bỏ lục nè cứ mình cho mình tên trong bộ chỉ một lục nè mà thà lục nè tay ngay hay còn thường bên cái ca nghe là tí chất tế cứ cú xa lục nè tay tay bỏ rồng trong bộ lục nè trên này đã tương đương bông bồn đại mình toàn mình cú cờ rong tế sầmรับbông bồn này cả này năm ba năm sáng sầmรับkhai điจะลองคายไม่สานี้คือเจียการมุ้ยละออกภาษาเป็นเต้นสำหรับบางคนบางเป็นในบางนองภาษาบางคนบ้านไบางคนอาจจะเนี่ยเนื่องจากมนุษย์เคยเป็นคดีแล้วก็มนุษย์จะตีสลายอย่างบางโลกเนี้ยคือมีเพียงรอภาษาเป็นเต้นทุกคนอยู่จัดโลกในจานมันจะเป็นเต้นเป็นเต้นชั่วโมงโลกเนี้ยโยนไปโลกเนี้ยเราละการโลกเนี้ยเราทำลายโลกเนี้ยก็ดูจีพีวิลีก็มีสำหรับโลกในความไรจังหวะคายนี้บางคนในชั่วโมงชั่วโมงเต้นนามุ้ยชั่วโมงได้คู่หรือว่าบางคนแบบนี้นักน้องคายเมษาชนะปีบอลมาคอยปรามนี่คือจีอยากไปมวยในบางบอลนี้อาซับซาจวบหรือก็สวายโยชัดนี้คือมีเพียบรอภาษาครั้งหนึ่งแต่ลูกค้าจูกิตาริไซในเซกไลสลายคือหลังคู่แต่ทัวร์ลงเนี่ยมีเพียบสงบจัดทางการรักษารอปัญญาเต็มว่าลูกค้าเลือกยังมาใจคนี้รักษาคนี้บ้านรอภาษานักน้องคายเมษาชนะปีบอลคอยปรามนี่ชุดบางบอลในการในชนะใส่จะตั้งในการทัวร์ดำน้ำติดจัดติดง่ายยังปลูกบางคนขาดน้ำใสมันเป็นอะไรกูไว้ในบารมีตีก็บรรดามันเติมมีเพียบประมาณโดยนี้ในการทัวร์ดำน้ำเมื่อการมีทัวร์ดำน้ำยุบลุกยุบจะได้คือมันเติมทัวร์ดำน้ำตีเมื่อสังเกตปุ่มบานลูกบางคนโดยใช้ในยืนจุดลุกได้ไอบานปีดองหรือขอใบดองดำใบไอประกอบแท้ลูกเนี่ยมันเวียนปัญหาหน้าโม่แต่เติมจมูกยืนจุดโดยเป็นทัวร์ดำน้ำยุบลุกหรือก็ดำบอลในได้สายยามันใส่จิมินลูกชดาจังบางคนในดาวสายบ้านในการประหยัดในขนมแข็งในสารนี้จังบางคนในการในชนะสายมันจะเติมจมูกบางคนในเชื้อสายนิสัยเป็นมาดองเหยียบไปนี้การคัดคอมปรังปรายบางรูปบางรูปการเชี่ยวเยี่ยมมันอ้อมมันเฮยจังบางคนนี้ในจังหวะไปนี้คือลูกในอายสมัยแต่บ้านยางระลุนมันทาลูกเนี้ยมันเป็นใจจางเงี้ยสลาในกระไรในลูกเนี่ยโซดแล้วก็ตลอดมาเตี้ยนำไปทั่วไปแกงเงี้ยดูตียาปีนี้คือลูกเนี่ยมีอารมณ์ซาฟลาล้อผมเป็นใจกลางยี่ล้อในทั่วไอ้ลูกเนี่ยตัวบ้านในเรื่องการศึกษาของกอบประสาทเด็กนี้ก็บรรทัดลูกเนี่ยมันตระมีเพียบประมาทนักครูนักเตะบ่าลูกเนี่ยมีเพียบประมาทนักครูลูกนักน้องใครไปสาดิลูกเนี่ยอาจจะมีปัญหาแต่เดิมสมการศึกษาเป็นจังบางคนที่ยังมองพิสมัครเพียบลูกเนี่ยนั่งตัวบ้านจุกใจแต่เดิมสมการศึกษาบางคนนักเรียนเอาคนชาติมาสนับสนุนการทุตีจุดวิทยาศาสตร์ในชั้นนำเตียงดับปีเหล่านี้คือตลอดชามสายหายเอาคนชาติส่งจะเรียนจะเวสู้บางคนนักนี้แทนในเขียนบาทส่งทุกการทุตีปีจุดวิทยาศาสตร์บางคนการชนะบะหมี่สำหรับชนะบะหมี่สำหรับใครไม่ทราบชนะปีปอนไปปรามนี้ถ้าตาจุดวิทยาศาสตร์บางคนไม่ได้ขนาดเล็กละส่งตามการสนับปีชนะทุตีโดยตรงทันทีจำพวกบางคนในการในชนะบะหมี่สำหรับใครไม่ทราบนี้บทตามการคนกู้จะรวมตามหลักการคนกู้มาเตอร์จุดตาเรไซระบบบางคนคือรอภาษาฉลาดรอการบ่งเป็นรอการมีแต่ลงในคำพงกระเทอในจันหล่อขายนี้คือมีเพียบรูนหนึ่งมันสอนลักษณะได้อย่างรอภาษาถ้าลงในบ่งเป็นการมีโต้หรือก็การมีท้องหมดดีชีวิตใช่บางคนนักเรียนที่เยี่ยมเพื่อออกปีกำลังการจัดนุกลงเนี่ยนั่งตัวบานเพียบลิชมาแล้วนักน้องหลงวุ้งชีวิตแต่ละบางคนนักเรียนอะไรก็มาทำเป็นเรียยุทางชนะมันมีรออย่างไม่คลาดในการมีสารนี้ส่งตามนั้นสำหรับลมอัดปีชนะทุกทีดูโตตัวนี้ชนะมันมีคือจีชนะมวยได้ทำลายเงยสับใส่ชนะมันมีสำหรับใครไม่ทราบชนะปีปอนมาเผยปรามนี้คือบอลโปนแบบนี้มีสำนักจานเหมือนเดิมจะเติมดังการถือกระจายมีมวยจำนวนสำหรับลงในบกเป็นใครได้คือเป็นกายสำนักอย่างรอกำลังในกระจายเปลี่ยนเปลี่ยนนามวยสำหรับบอลโปนการชนะมันมีบกเป็นยังไงบกชอบในพอรอภาษาเหมือนเดิมคือลูกเนี่ยฮอตในพอรอภาษาสำหรับบางคนแบบนี้มันทานลูกเนี่ยทั่วกำลังโตหรือก็กำลังน้องทงหมดตีการบรรจบกระลุนหายบานพอรอมาไว้ติดนี่จะไม่ไปใส่ระบบบางคนแบบนี้สำหรับการเมษาเลยเตี้ยตั้งเป็นเพียบเตี้ยเตี้ยในขนมสังคมระบบบางคนแบบนี้คือก่อชี้ตลอดจนในคำพูดของได้อาในงานใดบางคนแบบนี้บางการในตำแหน่งตำแหน่งจมูกมนุษย์จมูกทะลุมันทาตำแหน่งในระบบอาชีพกรรมตำแหน่งในสังคมตำแหน่งในการเงินในขนมอังกฤษมันทาที่สถาบันตรวจตัวคอยจนโนเตบางคนในการในชนะมันมีในขนมคายนี่คือมีเพียบรอภาษาจานเหมือนเดิมรอกระจายได้ลูกเนี่ยมันเป็นสำหรับคายเมษานี่คือไตมาฮอตเนี่ยพอประกอบด้วยอัตนัยเราบางฮอตชิบุกบางคนนักเรียนในการรายการนี้บางคนนักเรียนการทุกการเงินจิกรมนำไปบางการในตรวจสมบัติแล้วก็เพียบกับจัดปีจวายนี่เราบางคนนักเรียนคือมีจานเหมือนเดิม
មកក្នុងការងារតែងតែប្រមូលផ្ដុំនៅគំនិតរបស់លោកអ្នកដើម្បីឲ្យជួយជុំជ្រែកពួកគេដោះស្រាយរាល់បញ្ហាដែលហេតុថាលោកអ្នកបំពេញកិច្ចការងារយ៉ាងល្អប្រសើរជាទីបំផុតជូនពួកគេដែលធ្វើឲ្យពួកគេទុកចិត្តលោកអ្នកហើយលើកតម្កើងលោកអ្នកជាមេជាកាយនៅថ្ងៃអនាគតថែមទៀតផងភាពរីករាយឆ្លងផុតនៅបញ្ហាទាំងអស់របស់លោកអ្នកនៅក្នុងខែនេះគឺមានភាពល្អប្រសើរទោះបីជាមានគេយកមេរោគគំនិតណាមួយចូលមកកាន់ជីវិតលោកអ្នកក៏លោកអ្នកមិនទទួលយកហើយលោកអ្នកច្រើនចេញដោយសន្តិវិធីចំណិចដែលធ្វើឲ្យលោកអ្នកមើលឃើញនៅចំណុចវិជ្ជមានជាច្រើនចំពោះជីវិតខ្លួនឯងក៏ដូចជាមេកាយក៏មើលឃើញនៅចំណុចល្អរបស់លោកអ្នកដែរលោកអ្នកដែលកើតឆ្នាំមីអាចយកឱកាសនេះគឺជាឱកាសមួយល្អសម្រាប់លោកអ្នកដើម្បីបំពេញកិច្ចការងារលោកអ្នកដែលកំពុងតែធ្វើដើម្បីរុញដំណើរជីវិតលោកអ្នកឲ្យកាន់តែលឿនទៅមុខទៀតដែលលោកអ្នកត្រូវតែព្យាយាមធ្វើអอกកម្លាំងកាយចិត្តនោះខែ4នេះគឺជាខែជំរុញលោកអ្នកយ៉ាងល្អប្រសើរហើយដែលលោកគ្រូជំរាបជូនអញ្ចឹងមុខតំណែងជាអ្នកដឹកនាំនៅក្នុងអង្គភាពឬក៏ជួរមុខងារដែលលោកអ្នកកំពុងតែបំពេញគឺជាឱកាសល្អប្រសើរបើលោកអ្នករៀបចំឲ្យបានល្អចាប់ពីខែមេសានេះតទៅហើយសម្រាប់លោកអ្នកដែលជាអ្នកប្រកបរបរអាជីវកម្មមិនថាតូចមិនថាធំក្តីសម្រាប់អធិស្ឋានសម្រាប់រយៈពេលនេះគឺបងប្អូនអ្នកនេះគឺមានភាពអស្ចារ្យក្នុងការបញ្ចូលដៃគូភ្ញៀវឬក៏មនុស្សដែលលោកអ្នកចង់ឲ្យពួកគេដាក់ទុនរកស៊ីជាមួយលោកអ្នកគឺបានល្អប្រសើរមែនទែនហើយដៃគូលោកអ្នកតែងតែសម្លឹងឃើញសក្តានុពលដ៏អស្ចារ្យរបស់លោកអ្នកនៅក្នុងខែមេសានេះដែលធ្វើឲ្យពួកគេទុកចិត្តឬក៏បណ្ដាក់ទុនណាមួយដែលលោកអ្នកបំពេញកិច្ចការងារទៅគឺកាន់តែល្អប្រសើរដែលទាំងជាមួយជំនាញអាជីវកម្មដែលធ្វើឲ្យលោកអ្នកមានភាពចំណេញទាក់ទងនឹងរឿងលុយកាក់ឬក៏រឿងដែលលោកអ្នកកំពុងតែធ្វើដើម្បីពង្រីកនៅមុខរបរឬក៏បង្កើននៅមុខរបរថ្មីសម្រាប់បងប្អូនអរគ្នាតែកាលនេះឆ្នាំមីចន្លោះខែមេសានេះជាពិសេសបើបងប្អូនអរគ្នាធ្វើកិច្ចសន្យាព្រមព្រៀងណាមួយបងប្អូនអរគ្នានឹងទទួលបានភាពជោគជ័យមិនថាការងារនោះជាការងារតូចឬក៏ជាការងារធំជាមួយមនុស្សថ្មីឬក៏មនុស្សចាស់នោះទេពួកគេតែងតែជួយជ្រោមជ្រែងនិងស្ដាប់គំនិតរបស់បងប្អូនអរគ្នាដែលធ្វើឲ្យបងប្អូនអរគ្នាទទួលភាពជោគជ័យក្នុងការបណ្ដាក់ទុនវិនិយោគការរកស៊ីថ្មីឬក៏ពង្រីកនៅរបស់លោកអ្នកបានស្ទើរតែ 90% តែម្ដងតែអ្វីដែលហាមប្រហែលមួយការសម្រេចចិត្តរបស់លោកអ្នកនៅកន្លែងការងារឬក៏កន្លែងអាជីវកម្មនោះកុំព្យាយាមសម្រេចចិត្តលឿនជ្រុលហួសហេតុពេកត្រូវសម្លឹងមើលទៅលើកិច្ចសន្យាឬក៏កិច្ចព្រមព្រៀងឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តសញ្ញេទៅលើសំណុំឯកសារណាមួយជាពិសេសសំណុំឯកសារទិញលក់ឬក៏ដាក់បញ្ចាំជាដើមបើសិនជាបងប្អូនអ្នកគ្នាចំណាយលុយទិញដីឬក៏ផ្ទះឬក៏របស់មានតម្លៃណាមួយជាមួយដៃគូរបស់បងប្អូនអ្នកគ្នាសូមពិនិត្យសំណើឯកសារបានច្បាស់លាស់មុនចុះហត្ថលេខាចំពោះទំនាក់ទំនងលោកអ្នកដែលរៀបការហើយទៅលើស្នេហាក្នុងចន្លោះខែមេសាឆ្នាំ2025នេះគឺជាខែមួយដែលលោកអ្នកបំពេញនៅកិច្ចការងារជាមួយដៃគូគ្រួសាររបស់លោកអ្នកបានយ៉ាងរលូនពួកគាត់តែងតែយកចិត្តលោកអ្នកយ៉ាងល្អប្រសើរហើយមិនដែលបោះបង់លោកអ្នកឡើយបើលោកអ្នកមានភាពចំនួនតតែងជាមួយដៃគូស្នេហាលោកអ្នកនៅក្នុងខែមេសានេះគឺជាខែមួយដ៏ប្រសើរក្នុងការផ្សះផ្សាលោកអ្នកជួយជុំជ្រែងឬក៏ជួយយកដៃក្នុងរឿងគ្រួសារលោកអ្នកដើម្បីឲ្យកាន់តែល្អប្រសើរតែការស្វែងរកនោះហាមរកអ្នកដទៃតែព្យាយាមអ្នកដែលចិត្តស្និទ្ធបំផុតដូចជាពុកម្ដាយបងរបស់បងប្អូនគ្នាដើម្បីឲ្យជួយក្នុងការដោះស្រាយបញ្ហានេះបានក៏ប៉ុន្តែបើសិនជាបងប្អូនរកបងប្អូនដែលលោកអ្នកគិតថាមិនសូវទុកចិត្តឬក៏មិត្តភក្តិដែលលោកអ្នកគិតថាមិនសូវជាស្និទ្ធជាមួយគាត់ក៏មិនបើបងប្អូនជារឿងទៅជជែកជាមួយគាត់បងប្អូននឹងបាយរឿងជាអូហូស្ទឹងសង្ឃថាมันអាចសារជាប់ជាមួយមនុស្សទីស្រឡាញ់បានតែវាផងចំពោះលោកអ្នកដែលនៅលាវិញការបង្កើតការកត់ត្រាប្រឹងប្រែងដើម្បីតំណែងជាមួយមនុស្សជាមួយខ្លួនគឺមានភាពល្អប្រសើរមែនទែនលោកអ្នកមានមន្តស្នេហ៍ក្នុងការតំណែងហើយការស្វែងរកដៃគូថ្មីក្នុងចន្លោះពេលនេះក៏ជាឱកាសផងដែរក៏ប៉ុន្តែត្រូវប្រយ័ត្នបន្តិចតែទាំងជាមួយបុរសរឿងមេតូឬក៏ស្ត្រីរឿងធំសម្បល់រឿងស្រែបើសិនជាលោកអ្នកមិនប្រយ័ត្ននោះទេបងប្អូនគេនឹងអាចចាញ់បបពួកគាត់ចឹងត្រូវប្រយ័ត្នយ៉ាងទីចំពោះចំណុចនេះបើសិនជាមើលចិត្តគ្នាគួរតែមើលចិត្តគ្នាយូរបន្តិចទោះបីខែនេះវាស្អីស្នេហាល្អប៉ុណ្ណាក៏ដោយក៏ប៉ុន្តែលោកអ្នកមិនត្រូវប្រហែលដូចគ្នាចិត្តទាំងលោកអ្នកជាសិស្សនិស្សិតវិញម្ដងសិស្សនិស្សិតរយៈពេលនេះបងប្អូនអ្នកគ្នាគឺជាខែមួយល្អសម្រាប់បងប្អូនអ្នកគ្នាដាក់ពាក្យឬក៏ហៅកបប្រឡងវិជ្ជានានាព្រោះថាផលហុចហើយគឺកបភាសាធ្វើលោកអ្នកមានភាពសប្បាយក្នុងចិត្តហើយរាល់កិច្ចការដែលលោកអ្នកបំពេញនៅក្នុងខែនេះគឺលោកអ្នកទទួលបាននឹងភាពវិជ្ជមានច្រើនចំពោះបងប្អូនដែលជាសិស្សនិស្សិតក៏ចាយមកស្នាពីការទូទាយជួយវិតារិស័យបងប្អូនក៏ឆ្នាំមីសម្រាប់ខែមេសាឆ្នាំ2025ពីឆ្នាំទូទាយសូមអរគុណសូមជម្រាបលាបាទសូមជម្រាបសួរបងប្អូនអ្នកនាងខ្ញុំបាទសូមធ្វើការទូទាយអំពីជួយវិតារិស័យចំពោះបងប្អូនក៏ឆ្នាំមីវិញម្ដងសម្រាប់ខែមេសាឆ្នាំ2025ថាតើជួយវិតារិស័យបងប្អូនអ្នកឆ្នាំមីសម្រាប់ខែមេសាឆ្នាំ2025មានដំណើរជីវិតយ៉ាងដូចម្តេចខ្លះ
សូមតាមដានសម្រាប់ពីចំណែកដូចទេដូចតទៅបងប្អូនកាឆ្នាំមេសម្រាប់ខែមេសានេះគឺជោគជតារិស័យគឺល្អភាសាខ្លាំងមែនទែនរាល់កិច្ចការងារដែលលោកអ្នកបំពេញនៅក្នុងខែនេះគឺតែងតែមានទទួលភាពជោគជ័យទាំងរឿងលុយកាក់ការងារស្នេហាឬក៏សុខភាពជាដើមដើម្បីឲ្យកាន់តែច្បាស់តើតើជោគជតារិស័យថាល្អភាសាប៉ុណ្ណានោះសូមតាមដានសម្រាប់ពីចំណែកដូចទេដោយលម្អិតដូចខាងក្រោមនេះដូចតទៅឆ្នាំមេជាឆ្នាំមួយដែលមានភាពស្លូតបូតឆ្លាតឆ្លៀសវៃក៏ប៉ុន្តែរៀងឆាប់អន់ចិត្តបន្តិចបងប្អូនអ្នកគ្នាដែលកើតនៅឆ្នាំមេក្នុងខែមេសានេះគឺមានភាពរីករាយដ៏អស្ចារ្យក្នុងចិត្តពោពេញទៅភាពជោគជ័យច្រើនហើយរយៈពេលនៅក្នុងខែមេសានេះផងដែរបងប្អូនគឺមានបញ្ហាខ្លះក៏ប៉ុន្តែគឺអាចប្រឈមហើយដោះស្រាយយ៉ាងទាន់ពេលវេលាចំពោះបញ្ហាដែលកើតមាននោះយ៉ាងរលូនជាទីបំផុតហើយនៅរយៈពេលខែមេសានេះផងដែរបងប្អូនដែលកើតនៅឆ្នាំមេគឺតែងតែមានភាពថយចុះនៃអារម្មណ៍សុទុធនិយមក៏ប៉ុន្តែបងប្អូនអ្នកគ្នាក៏ជាពេលវេលាមួយក្នុងការត្រៀមយកឱកាសដើម្បីចាប់យកឱកាសយ៉ាងល្អប្រសើរហើយរយៈពេលនេះផងដែរគឺបងប្អូនអ្នកគ្នាត្រូវតែឈរជើងឲ្យមាំដើម្បីចាប់យកនៅពេលវេលាដ៏ល្អប្រសើរទាំងរឿងឱកាសទាំងរឿងពេលវេលាត្រូវសម្បត្តិនឹងរៀបសំណាងដ៏ធំសម្រាប់បងប្អូនអ្នកគ្នានៅពេលនេះគឺតម្រូវឲ្យបងប្អូនអ្នកគ្នាមានភាពស្វាហាប់ក្លាហានហើយឈានទៅរកផែនការនៃមហិច្ឆតាដែលលោកអ្នកចង់បានទៅថ្ងៃអនាគតដើម្បីឲ្យលោកអ្នកទទួលបាននូវរឿងរ៉ាវល្អៗមកកាន់ជីវិតបងប្អូនអ្នកគ្នាកិច្ចការទាំងនោះគឺតម្រូវឲ្យបងប្អូនអ្នកគ្នាធ្វើច្បាស់លាស់ទៅលើខ្លួនឯងច្បាស់លាស់ទៅលើគោលដៅហើយធ្វើវាដោយអត់ឈប់ឈរនោះបងប្អូននឹងទទួលបានភាពជោគជ័យដោយមានការជំរុញជីវិតរិស័យសម្រាប់ខែមេសានេះផងដែរនោះបងប្អូននឹងងាយស្រួលក្នុងការជុំចាប់វាដោយលោកអ្នកព្យាយាមប្រាប់ភាពឲ្យឆ្លាតរបស់លោកអ្នកតនេះតែម្ដងនៅក្នុងអាជីពការងារបងប្អូនអ្នកគ្នាในการនៅឆ្នាំមួយសម្រាប់ខែមេសានេះឱកាសនៃការអភិវឌ្ឍសម្រាប់បងប្អូនអ្នកគ្នាក៏កើតមានឡើងច្រើនផងដែរនៅកន្លែងការងារលោកអ្នកបំពេញការងារតែងតែមានភាពចុះសម្រុងជាមួយនឹងមិត្តរួមការងារមេកាយដាក់ការងារឲ្យលោកអ្នកធ្វើលោកអ្នកតែងតែធ្វើបានយ៉ាងរលូនហើយក៏ធ្វើបានយ៉ាងទាន់ពេលវេលាផងដែរជាពេលមួយដែលធ្វើឲ្យបងប្អូនអ្នកគ្នាអាចទទួលបាននូវភាពទុកចិត្តពីមនុស្សជំនាញខ្លួនមិត្តរួមការងារច្បាយដេកតែអាចនឹងឈានទៅដល់ការជួយលើកជើងជ្រែងឲ្យលោកអ្នកកាន់ការងារល្អជាងមុនតំណែងទូនាទីប្រាក់ខែក៏ជួយឲ្យលោកអ្នកបង្កើនជាងមុនផងដែរដែលហេតុថានៅក្នុងខែនេះលោកអ្នកបំពេញកិច្ចការងារល្អបំពេញការងារទាន់ពេលវេលាបំពេញការងារទៅតាមគោលដៅក៏ប៉ុន្តែអ្វីដែលហាមធ្វើប្រហែលនោះបងប្អូនអ្នកគ្នាកុំរវល់តែភាពសប្បាយរីករាយខ្លាំងពេកជាមួយនឹងជីវិតរិស័យល្អប្រសើរធ្វើការងារទាំងនោះដោយមិនគ្រប់ជ្រុងជ្រោយតែខ្ជិលខ្ជាដោយមិនគិតថាការងារនោះសំខាន់បើមានរឿងរ៉ាវបែបនោះបងប្អូនអ្នកគ្នានឹងខាតបង់ហើយទោះបីជារយៈពេលនៃជីវិតរិស័យល្អប្រសើរប៉ុណ្ណាបើបងប្អូនទាំងអស់គ្នាមានភាពធ្វេសប្រហែសទៅលើចំណុចទាំងនោះបងប្អូនអ្នកគ្នានឹងមានបញ្ហាដែលធ្វើឲ្យលោកអ្នកខាតបង់ច្រើនទាំងលុយកាក់ទាំងពេលវេលានិងរឿងទំនុកចិត្តមួយទៀតនៅក្នុងខែនេះលោកអ្នកកុំភ្លេចរៀនសូត្រដើម្បីបង្កើនចំណេះវិជ្ជាបន្ថែមដើម្បីឲ្យលោកអ្នកទទួលបាននូវរឿងរ៉ាវល្អៗមកកាន់ជីវិតនៅពេលនេះឬក៏ថ្ងៃអនាគតផងដែរតែតើនៅរឿងរ៉ាវតូចមួយនៅក្នុងនោះបងប្អូនត្រូវតែមកបំពេញការនេះឲ្យទាន់ពេលវេលាព្រោះជាពេលវេលាមួយដែលលោកអ្នកសាងគេឈ្មោះលោកអ្នកឲ្យចម្រើនបានហើយនៅក្នុងខែសីហាជាស្រ័យនៅក្នុងខែមេសានេះសម្រាប់ទំនាក់ទំនងរវាងមនោសញ្ចេតនាស្នេហាជាមួយនឹងដៃគូលោកអ្នកចំពោះលោកអ្នកដែលរៀបការហើយនៅក្នុងចន្លោះពេលនេះបងប្អូនអ្នកគ្នាគឺមានភាពរំភើបនៅក្នុងចិត្តដៃគូស្នេហារបស់លោកអ្នកយល់ពីលោកអ្នកច្រើនស្រឡាញ់លោកអ្នកច្រើនរាល់តំណតតែងនៅក្នុងខែនេះគឺបងប្អូនតែងតែដោះស្រាយយ៉ាងរលូនទៅមុខជាទីបំផុតបើសិនជាករណីលោកអ្នកមានចំនួនណាមួយតាំងពីពេលណានោះបងប្អូនអ្នកគ្នាអាចយកមកស្រាយនៅក្នុងខែនេះបានហើយក៏ប៉ុន្តែការដោះស្រាយនោះត្រូវដោះស្រាយក្រោមនូវភាពសន្តិវិធីនិងភាពច្បាស់លាស់ទៅកាន់ដៃគូរបស់លោកអ្នកទើបលោកអ្នកងាយស្រួលក្នុងការដោះស្រាយរឿងរ៉ាវនេះបានតែតើជាមួយនឹងបងប្អូនអ្នកគ្នាដែលនៅលាវវិញម្ដងរយៈពេលនេះគឺជារយៈពេលមួយដែលលោកអ្នកអាចស្វែងរកមនុស្សមកស្អំបេះដូងបានហើយទោះបីជាពេលវេលាមុនលោកអ្នកបែកបាក់ស្នេហារបស់លោកអ្នកក្តីនៅក្នុងខែមេសាឆ្នាំ2025នេះគឺជាពេលវេលាមួយដែលលោកអ្នកអាចផ្សារភ្ជាប់ចំណងបេះដូងជាមួយដៃគូរបស់លោកអ្នកទាំងថ្មីទាំងចាស់ដែលលោកអ្នកចង់មានប្រសាទតាក់ទងជាមួយដែលហេតុថាជោគជតារិស័យមានភាពល្អផ្សារការនិយាយស្ដីទៅកាន់មនុស្សដែលជាដៃគូរបស់បងប្អូនអ្នកគ្នាគឺមានភាពរីកចម្រើនច្រើនដែលធ្វើឲ្យពួកគេមានទំនុកចិត្តមកកាន់បងប្អូនអ្នកគ្នាហើយដោះស្រាយរាល់បញ្ហាទាំងអស់ដែលបងប្អូនអ្នកគ្នាមានយ៉ាងរលូនជាមួយដៃគូរបស់លោកអ្នកបើសិនជាលោកអ្នកចង់ឈានទៅចូលរោងការឬក៏រោងចក្រទៀតនោះនៅក្នុងខែនេះគឺជាខែមួយហើយលោកអ្នកអាចបើកបេះដូងបើកចិត្តដើម្បីជជែកជាមួយគាត់បានហើយ
បើសិនជាលោកអ្នកខ្លះហានបានខ្ពស់នោះលោកអ្នកនឹងទទួលបានជោគជ័យទាក់ទងនឹងរឿងរ៉ាវស្នេហាដែលលោកអ្នកកំពុងតែមានទាក់ទងសុខភាពរបស់បងប្អូនដែលកើតនៅឆ្នាំមមែសម្រាប់ខែមេសាឆ្នាំ2025នេះវិញទាក់ទងជាមួយសុខភាពបងប្អូនអ្នកគ្នាមានភាពរីករាយនៅក្នុងចិត្តជាធម្មតាទេគឺដំណើរភាពនៃសុខភាពរបស់បងប្អូនអ្នកគ្នាគឺមានភាពល្អប្រសើរទាំងផ្លូវកាយនិងផ្លូវចិត្តក៏ប៉ុន្តែត្រូវជាយាមហាត់ប្រាណខ្លះទៅជាការប្រសើរប៉ុន្តែជាងលេខមួយរយៈនេះបងប្អូនរៀងឡើងទម្ងន់បន្តិចហើយចាំឲ្យព្យាយាមហាត់ប្រាណដើម្បីសម្រស់នៅទម្ងន់របស់បងប្អូនអ្នកគ្នាឬក៏ព្យាយាមសមាធិដើម្បីលើកនៅស្មារតីការគិតរបស់បងប្អូនគ្នាឲ្យកាន់តែរលូនទៅមុខទៀតដើម្បីឲ្យលោកអ្នករស់នៅប្រកបដោយភាពសុខសាន្តនិងសុខដុមរមនាសម្រាប់ខែមេសានេះលោកគ្រូសូមបន្ថែមបន្តិចទៀតទាក់ទងជាមួយនឹងបងប្អូនអ្នកគ្នាដែលកើតនៅឆ្នាំមមែសម្រាប់ខែមេសានេះផងដែរបងប្អូនដែលជាសហគ្រិនគឺជាពេលវេលាមួយដែលបងប្អូនអ្នកគ្នាអាចធ្វើការងារដោយល្អឥតខ្ចោះការបំពេញការងាររបស់បងប្អូនអ្នកគ្នាដោយភាពរលូនការពង្រីកមុខរបរការបណ្ដាក់ទុនការវិនិយោគថ្មីធ្វើឡើងគឺតែងតែមានភាពរីករាយក្នុងចិត្តជានិច្ចរីឯសហការីរបស់បងប្អូនអ្នកគ្នាគឺផ្ដល់ភាពសំខាន់ឲ្យបងប្អូនអ្នកគ្នាហើយបងប្អូននឹងទទួលបានជោគជ័យក្នុងការវិនិយោគការបណ្ដាក់ទុនការផ្ចង់ផ្ដើមនៃការរកស៊ីមុខរបរថ្មីជាដើមចំពោះសន្និសីទសម្រាប់ខែមេសាឆ្នាំ2025សម្រាប់បងប្អូនដែលកើតនៅឆ្នាំមមែគឺជារយៈពេលមួយដែលបងប្អូនត្រូវតែជំរុញមិត្តរួមក្រុមរបស់បងប្អូនគ្នាបានច្រើនដែលហេតុថាបើសិនជាបងប្អូនទាំងនេះមានភាពថ្មីប្រហែលនៅក្នុងខែមេសានេះលោកអ្នកនឹងមិនសម្រេចគោលដៅសិក្សាជាក្រុមសម្រាប់បងប្អូននៅក្នុងឆ្នាំមមែនោះទេតែបើបងប្អូនទាំងនេះយកចិត្តទុកដាក់បានខ្ពស់លទ្ធផលនៃការធ្វើការងារជាក្រុមឬការងារសាលារបស់បងប្អូនទាំងនេះនឹងទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរអរគុណច្រើនមកស្ដាប់ពីការទូទាជោគជ័យរិស័យសម្រាប់បងប្អូនកើតឆ្នាំមមែសម្រាប់ខែមេសាឆ្នាំ2025ពីចំណែកទូទាសូមអរគុណសូមជម្រាបលាបាទសូមជម្រាបសួរបងប្អូនទាំងនេះថ្ងៃនេះខ្ញុំបានសូមធ្វើការទូទាពីជោគជ័យរិស័យសម្រាប់បងប្អូនដែលកើតនៅឆ្នាំ Work វិញម្ដងថាតែជោគជ័យរិស័យសម្រាប់ខែមេសាចំពោះបងប្អូនកើតឆ្នាំ Work មានលក្ខណៈដូចនេះខ្លះសូមតាមដានសំណាក់ពីចំណែកទូទាដូចតទៅនេះឆ្នាំ Work សម្រាប់ជោគជ័យរិស័យសម្រាប់ខែមេសានេះប្រការគុណគូមកតាមជាងលេខសរុបទៅគឺបងប្អូនទាំងនេះគឺឡើងខ្លាំងការបំពេញកិច្ចការងារគឺល្អប្រសើរហើយរាល់កិច្ចការងារដែលបំពេញតែងតែមានលោកពេញចិត្តស្រឡាញ់លោកអ្នកថែមទាំងមេកាយក៏យកចិត្តលោកអ្នកផងដែរហើយលើកាន់តែចាស់ច្បាស់តើតើនឹងព័ត៌មានលម្អិតនៃជោគជ័យរិស័យបងប្អូនកើតឆ្នាំ Work សូមតាមដានសំណាក់ពីចំណែកទូទាដូចតទៅនេះចំពោះបងប្អូនដែលកើតនៅឆ្នាំ Work គឺជារយៈពេលមួយដែលបងប្អូនទាំងគ្នាបង្កើននៅសំណាងសម្រាប់គ្រប់វិស័យជីវិតរបស់បងប្អូនទាំងគ្នាហើយរយៈពេលនេះគឺបងប្អូនទាំងគ្នាដោះស្រាយបញ្ហាដែលជាប់គាំងបានយ៉ាងរលូនហើយការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងគ្នាមិនថាប្រឹងប្រែងរយៈពេលខ្លីឬក៏ការប្រឹងប្រែងរយៈពេលវែងនោះទេរយៈពេលនេះគឺបងប្អូនតែងតែសម្រេចនូវគោលដៅដែលលោកអ្នកបងប្រាថ្នាយ៉ាងល្អប្រសើរជាទីបំផុតហើយរយៈពេលនេះផងដែរទាក់ទងនឹងសំណាងទ្រព្យសម្បត្តិរបស់បងប្អូនទាំងគ្នាគឺមានភាពប្រសើរឡើងកើនឡើងគួរឲ្យកត់សម្គាល់ជាមួយនឹងសក្តានុពលនៃកម្លាំងចិត្តរបស់លោកអ្នកដែលមានហើយលោកអ្នកព្យាយាមបំពេញវាយ៉ាងរលូនជាទីបំផុតដែលលទ្ធផលដែលលោកអ្នកទទួលបាននោះសង្ឃថានឹកស្មានមិនដល់ផងដែរចំពោះបងប្អូនដែលកើតនៅឆ្នាំ Work សម្រាប់ខែមេសាឆ្នាំ2025នេះសម្រាប់បងប្អូនដែលកើតនៅឆ្នាំ Work នេះការរក្សានៅជំនឿចិត្តត្រូវតែមានសម្រាប់បងប្អូនទាំងគ្នាដើម្បីលោកអ្នកទទួលបានភាពជោគជ័យក្នុងវិស័យជីវិតរបស់បងប្អូនទាំងគ្នាហើយសំណាងបំផុតនៅពេលដែលបងប្អូនទាំងគ្នាជឿជាក់ថាបងប្អូនទាំងគ្នាអាចធ្វើបាននៅក្នុងខែនេះគឺបងប្អូនទាំងគ្នាអាចធ្វើបានមែនតែពេលខ្លះបងប្អូនទាំងគ្នាមិនជឿទៅលើការអ្វីដែលសម្រេចបានសម្រាប់ខែមេសានេះផងក៏ថាបានតាក់ទងបងប្អូនទាំងគ្នាបាទដែលកើតនៅឆ្នាំ Work សម្រាប់ខែនេះផងដែរបងប្អូនទាំងគ្នាគឺមានសក្តានុពលខ្លាំងក្នុងការជជែកបញ្ញាជាមួយមនុស្សជំនាញខ្លួនតាក់ទងនឹងរឿងរ៉ាវហិរញ្ញវត្ថុមានការកើនឡើងហើយនៅកន្លែងការងារត្រូវតែព្យាយាមធ្វើខ្លួនឲ្យរឹងមាំជាទីបំផុតដើម្បីទាក់ទាញនៅចំណាប់អារម្មណ៍បុគ្គលិកដូចគ្នាដើម្បីជួយលើកតម្កើងលើកអ្នកឬក៏ដើម្បីទាក់ទាញនៅចំណាប់អារម្មណ៍មេកាយរបស់បងប្អូនទាំងគ្នាដើម្បីឲ្យគាត់ពិចារណាក្នុងការឡើងតំណែងទូនាទីឬក៏ប្រាក់ខែមកកាន់ជីវិតបងប្អូនទាំងគ្នាក៏ប៉ុន្តែបំរើមួយសម្រាប់បងប្អូនកើតឆ្នាំ Work នៅខែមេសានេះបងប្អូនទាំងគ្នាពុំគួរយកពេលវេលាទៅនិយាយដើមអ្នកដទៃនោះទេព្រោះថាបើលោកអ្នកយកពេលវេលាទៅជជែកវិញ្ញាយរឿងរ៉ាវអ្នកដទៃនៅកន្លែងការងាររយៈពេលនេះគឺមិនមែនជាសញ្ញាល្អសម្រាប់បងប្អូនទាំងគ្នាបំពេញកិច្ចការងារឲ្យល្អប្រសើរខ្លាំងបំផុតនោះទេបងប្អូនត្រូវតែព្យាយាមផ្ដោតទៅលើការងារឲ្យបាន 100% ហើយការបំពេញការងារទីសោតត្រូវតែប្រយ័ត្នប្រយែងទាក់ទងនឹងរយៈពេលកំណត់
បើបងប្អូនគ្នាធ្វើប្រហែសនៅក្នុងខែមេសានេះគឺជាខែដ៏អាក្រក់បំផុតទាក់ទងនឹងពេលវេលាទៅវិញនៅកន្លែងការងារបងប្អូនគ្នាបងប្អូននឹងបំពេញការងារមិនទាន់ពេលវេលាជួយថ្ងៃកាយឡើយជាពិសេសបងប្អូនគ្នាត្រូវតែបដោតទៅលើរឿងរ៉ាវដែលលោកអ្នកកំពុងតែបំពេញឲ្យបានច្រើនជាងរឿងរបស់អ្នកដទៃព្រោះថាបើតាមជាងលេខបងប្អូនគ្នាអាចឲ្យមានការជួយជ្រោមជ្រែងពីអ្នករួមការងារជាមួយក៏ប៉ុន្តែបងប្អូនជួយបានលកឹកណាបងប្អូនអាចបំពេញកិច្ចការងារខ្លួនឯងរួចរាល់នៅរលូនហើយបើបងប្អូនយកពេលវេលាទៅជួយពួកគាត់ច្រើនពេកនោះការងារបងប្អូននឹងមិនទទួលបានភាពជោគជ័យហើយភាពឡើងតំណែងទូនាទីប្រាក់ខែក៏នៅឆ្ងាយពីបងប្អូនគ្នាដែរចឹងត្រូវតែប្រយ័ត្នប្រយែងទាក់ទងនឹងបញ្ហានេះបងប្អូនគ្នាដែលកាន់តែឆ្នាំវើបាទមួយវិញទៀតនៅក្នុងខែនេះបងប្អូនត្រូវតែតាំងចិត្តសុបិនឲ្យធំកុំខ្លាចសុបិននៅរឿងរ៉ាវដ៏ល្អៗក្នុងជីវិតហើយការសុបិនហើយត្រូវព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពដើម្បីទាក់ទាញនៅរឿងរ៉ាវល្អៗនោះមកកាន់ជីវិតលោកនេះឲ្យខានទៅបានក្នុងចន្លោះខែមេសាឆ្នាំ2025នេះនៅក្នុងសេចក្តីស្រឡាញ់ទំនាក់ទំនងមានភាពរីកចម្រើនល្អច្រើនមែនទែនបាទទាក់ទងអ្នកដែលការហើយប្តីប្រពន្ធយកចិត្តគ្នាកូនចេះស្ដាប់បង្គាប់ក៏ប៉ុន្តែបងប្អូនគ្នាបំរើមួយហាមដើរលេងយកលុបបងប្អូនដែលជាបរិសុទ្ធដូចថាបើតាមជាងលេខមានសញ្ញានៃការឆ្លឹះប្រកែកគ្នាជាមួយមនុស្សជាទីស្រឡាញ់លោកអ្នកទាក់ទងនឹងការដើរលេងយកលុបនេះបាទបើលោកអ្នកនៅតែរឹងទឹកនោះលោកអ្នកអាចនឹងជួបបញ្ហាណាមួយទាក់ទងនឹងរឿងការប្រឆាំងប្រចាំប្រទាំងប្រទេសច្រើនពីសំណាក់មនុស្សជាទីស្រឡាញ់របស់លោកអ្នកពីការបារម្ភពីការហួងហែងពីការចាំមើលថែពីសំណាក់ពួកគាត់ទាក់ទងនឹងបងប្អូនในការនៅឆ្នាំវើអ្នកដែលរៀបការហើយចូលព្យាយាមបង្កើតនៅចំណងចំណូលចិត្តជាមួយគ្នាបានច្រើនដើម្បីសាងនៅអនុស្សាវរីយ៍ឬក៏ដើម្បីសាងនៅគុណភាពជីវិតគ្រួសារកាន់ល្អប្រសើរដើម្បីជាក្បូរនាំជីវិតរបស់បងប្អូនគ្នាឲ្យល្អដូចគ្នាទាំងរឿងការងាររឿងលុយកាក់រឿងតំណែងជាមួយខ្លួនតែហេតុថានៅពេលដែលគ្រួសារលោកអ្នករឿងហើយនោះរឿងរ៉ាវខាងក្រៅក៏ដូចជារឿងរ៉ាវនៅក្នុងគ្រួសារដែរគឺមានភាពរីកចម្រើនដូចគ្នាចំពោះបងប្អូនដែលជាអ្នកវិនិយោគមិនដាក់ទុនរកស៊ីនានានៅក្នុងខែមេសាឆ្នាំ2025នេះបងប្អូនទាំងគ្នាគួរតែរក្សានៅចំហនៃការវិនិយោគឲ្យបានល្អប្រសើរជៀសវាងលោកអ្នកគិតរឿងរ៉ាវធំជ្រុលហេតុពេកមិនដាក់ទុនច្រើនពេកនាំឲ្យខាតបង់ទៅវិញការមិនដាក់ទុនត្រូវមានកម្រិតណាមួយដែលលោកអ្នកគិតថាទៅរួចហើយការមិនដាក់ទុនហាមដាក់ 100% អសោះលោកព្យាយាមទុកសាច់ប្រាក់ខ្លះនៅក្នុងខ្លួនដើម្បីត្រៀមហានិភ័យកើតឡើងក៏ទោះជាបីវិស័យរបស់លោកអ្នកល្អខ្លាំងប៉ុណ្ណាក៏ដោយក៏ប៉ុន្តែការវិនិយោគនេះមួយត្រូវតែប្រយ័ត្នឲ្យបានច្រើនទើបជាការប្រសើរចំពោះបងប្អូនអ្នកការឆ្នាំវឹកសម្រាប់ខែមេសាឆ្នាំ2025នេះចំពោះបងប្អូនដែលជាសិស្សនិស្សិតសម្រាប់ខែមេសាឆ្នាំ2025នេះវិញម្ដងសិស្សនិស្សិតជារយៈពេលមួយដែលបងប្អូនអ្នកអាចទទួលបានលទ្ធផលល្អជាមួយនឹងការសិក្សាបានយ៉ាងច្រើនគួរសមដែរហើយការទទួលភាពណែនាំពីអ្នកដទៃបងប្អូនមិនត្រូវបិទចិត្តនោះទេបើចង់បានការសិក្សាឲ្យល្អប្រសើរជាងមុនគួរព្យាយាមស្ដាប់បង្គាប់អ្នកដទៃឲ្យបានច្រើនបន្តិចដោយក្រោមហេតុផលនៃការពិចារណាបានត្រឹមត្រូវព្រោះការណែនាំជាទូទៅគឺតែនឹងកើតមានពីសាស្ត្រាចារ្យឬក៏សិស្សច្បងរបស់បងប្អូនអ្នកគ្នាចឹងហើយបងប្អូនអ្នកគ្នាព្យាយាមត្រង់ស្ដាប់ឲ្យអនុវត្តបានល្អប្រសើរព្រោះការសិក្សាបងប្អូនអ្នកគ្នានៅខែមេសានេះគឺរលូនល្អទេទាក់ទងនឹងការធ្វើដំណើរពីចិត្តទីឆ្ងាយបងប្អូនអ្នកគ្នាគឺមានភាពសុខដុមរមនាជាធម្មតាទេក៏ប៉ុន្តែអ្វីដែលចោតសំខាន់នោះហាមធ្វើប្រហែសក្នុងការធ្វើដំណើរមិនគួរធ្វើដំណើរយកមកលុកជ្រុលពេកទេអាចត្រឹមចន្លោះម៉ោង10បានចុះក្រោមបានហើយបើចាប់ពីម៉ោង10ឡើងលើបងប្អូនអ្នកគួរតែប្រយ័ត្នបើសិនជាខានពុំបានត្រូវតែព្យាយាមសម្រាប់ឲ្យបានរួចគ្រាន់មុននឹងធ្វើដំណើរអរគុណច្រើនបានស្ដាប់ពីការទូទាយជោគជ័យរិស័យបងប្អូនការឆ្លងវើសម្រាប់ខែមេសាឆ្នាំ2025ពីឆ្នាំទូទាយសូមអរគុណសូមជម្រាបលាបាទជំរាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយអំពីជោគជ័យរិស័យសម្រាប់ខែមេសាសម្រាប់បងប្អូននៅខែឆ្នាំវិកាថាតើជោគជ័យរិស័យប្រចាំខែមេសាសម្រាប់បងប្អូនខែឆ្នាំវិកាមានលក្ខណៈដូចនេះខ្លះទាក់ទងនឹងដំណើរជីវិតពេញមួយខែនេះបងប្អូនអាចស្ដាប់ពីឆ្នាំទូទាយលេខតនេះបានបាទចំពោះខែមេសាចំពោះបងប្អូននៅខែនៅឆ្នាំវិការយៈពេលនេះគឺជារយៈពេលមួយដែលបងប្អូនគឺមានភាពអស់កម្លាំងនឿយហត់ច្រើនបន្តិចទាំងកម្លាំងកាយនិងកម្លាំងចិត្តដោយសារបងប្អូនរវល់នឹងការងារច្រើននៅកន្លែងការងារជាពិសេសបងប្អូនធ្វើការងារផ្នែកជាទាំងនៃកជាដើមបាទមួយរយៈពេលនេះបងប្អូនគឺអស់កម្លាំងមែនទែនហើយចំពោះបងប្អូនជាអ្នកប្រកបរបរអាជីវកម្មក៏មិនសូវជាដំណើរការល្អខ្លាំងណាស់ដែរក៏ប៉ុន្តែល្អទាក់ទងនឹងការវិនិយោគដើម្បីឲ្យកាន់ជាច្បាស់ទាក់ទងនឹងជីវិតពេញមួយខែមេសានេះសូមតាមដានស្ដាប់ព័ត៌មានលម្អិតដូចតទៅនេះចំពោះបងប្អូនในការនៅឆ្នាំវិការមួយកម្រិតនេះគឺបងប្អូនមានភាពធ្លាក់បាក់ទឹកចិត្តឬក៏មានជំងឺខ្លះដោយសារតែភាពអស់កម្លាំងការងារហួសកម្រិត
ពេលវេលានេះជាពេលវេលាផ្ដល់ឲ្យលោកអ្នកជៀសវាងការធ្វើរំហាត់ប្រាណច្រើនពេកព្រោះកម្លាំងរបស់លោកអ្នកខ្សោយបើលោកអ្នកហាត់ប្រាណទៀតរត់តែអស់កម្លាំងធ្វើឲ្យលោកអ្នកប្រឈមនឹងបញ្ហាផ្សេងៗក្នុងកំឡុងពេលខែមេសានេះជាពំខានហើយរយៈពេលនេះបងប្អូនអាចសម្រាប់ការធ្វើដំណើរឆ្ងាយរយៈពេលខ្លីសិនទៅដើម្បីបញ្ចូលថាមពលឲ្យបានល្អប្រសើរជាពិសេសបើមានអារម្មណ៍ថាអស់កម្លាំងអាចសម្រាប់ឲ្យបានច្រើនចំពោះបងប្អូនការឆ្នាំរាខាផងដែរបងប្អូនអាចចូលរួមក្នុងការបរិភោគនៅចំណីអាហារដែលមានជីវជាតិសម្រាប់ឲ្យបានគ្រប់គ្រាន់ហើយប្រុងប្រយ័ត្នការបរិភោគអាហារដែលខ្វះវីតាមីនឬក៏អាហារដែលមិនផ្ដល់ផលប្រយោជន៍ព្រោះអីបងប្អូនមួយរយៈពេលនេះអស់កម្លាំងច្រើនហើយបើសិនជាបងប្អូនព្យាយាមបរិភោគអាហារដែលគ្មានជីវជាតិគ្មានវីតាមីនទៀតនាំឲ្យបងប្អូនមានបញ្ហាទាក់ទងនឹងសុខភាពជាសំខាន់នៅកន្លែងការងារបងប្អូនអរគ្នាបាទទាក់ទងជាមួយនឹងការងារបងប្អូនដែលការងារបំពេញកិច្ចការងារជាអន្តររាជការឬក៏បំពេញកិច្ចការងារជាបុគ្គលិកឯកជនទេរយៈពេលនេះបងប្អូនអរគ្នាមានអារម្មណ៍ថារវល់ច្រើននៅកន្លែងការងារហើយការរៀបចំផែនការមួយចំនួនគឺធ្វើការឡើងហួសកម្រិតតែម្ដងខណៈពេលនេះលោកអ្នកទទួលបានការងារពីម្ដងហើយម្ដងទៀតពីចង្វាយនេះហើយធ្វើឲ្យលោកអ្នកវិភាគចុះវិភាគឡើងអាចនឹងមានកំហុសឆ្គងខ្លះនៅក្នុងការងារដែលលោកអ្នកកំពុងតែបំពេញម្ល៉េះហើយការងារដែលធ្វើហាមធ្វើជាឲ្យសោះត្រូវធ្វើឲ្យច្បាស់លាស់ធ្វើឲ្យត្រឹមត្រូវធ្វើឲ្យទាន់ពេលវេលាជូនទៅមេកាយដោយសារលោកអ្នកមានអារម្មណ៍ថាអស់កម្លាំងច្រើនការងារមួយចំនួនលោកអ្នកអាចថាឆាំងឆាយបន្តិចក៏ប៉ុន្តែលោកគ្រូសូមណែនាំជូនមួយហាមធ្វើការងារដែលមិនយកចិត្តទុកដាក់និងមិនអស់ពីដៃពីជើងបើពុំនោះទៀតសោះទេការងារនេះនឹងអាចរង្គោះរង្គើទៅដល់ការងាររយៈពេលឆ្ងាយរបស់លោកអ្នកថែមទៀតផងការរៀបចំផែនការសម្រាប់ខែមេសាឆ្នាំ2025នេះលោកអ្នករៀបចំផែនការនឹងមានប្រសិទ្ធភាពខ្ពស់ទាក់ទងនឹងការស្វែងរកការគ្រប់គ្រងណាមួយពីមេកាយឬក៏ពីអ្នកវិនិយោគជាមួយសម្រាប់លោកអ្នកដែលជាម្ចាស់អាជីវកម្មមួយរយៈពេលនេះលោកអ្នកមានទំនាក់ទំនងល្អជាមួយដៃគូរបស់បងប្អូនអរគ្នាហើយសមាជិកក្រុមគឺដើរតួយ៉ាងសំខាន់ជួយជម្រុញបងប្អូនអរគ្នាហាមបោះបង់ពួកគាត់ត្រូវតែយកចិត្តទុកដាក់ជាមួយពួកគាត់ដល់តម្លៃឲ្យគាត់ឲ្យសុំនៅយោបល់ណាមួយពីក្រុមការងារនៅពេលដែលលោកអ្នកគិតថាពិបាកក្នុងការដោះស្រាយបញ្ហាប្រឈមណាមួយពីសំណាក់មនុស្សជំនាញខ្លួនឬក៏ពីសំណាក់ដៃគូធ្វើការវិនិយោគជាមួយតែទៅនឹងការបណ្ដាទុនរួមគ្នានេះរយៈពេលខែមេសាឆ្នាំ2025នេះជាពេលវេលាល្អសម្រាប់អស់លោកអ្នកក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យឬក៏វិស័យដើម្បីទទួលបាននូវប្រាក់ចំណេញណាមួយក៏ប៉ុន្តែរាល់ការវិនិយោគបងប្អូនត្រូវពិនិត្យពិចារណាបានខ្ពស់មុននឹងធ្វើការសម្រេចចិត្តបើលោកអ្នកធ្វើឲ្យប្រហែសលោកអ្នកអាចនឹងខាតដើមលះមុនតែទាំងនឹងមនុស្សក៏កុំព្យាយាមទុកចិត្តគេខ្លាំងពេកដែរនៅចន្លោះពេលនេះបងប្អូនលោកគ្នាត្រូវប្រយ័ត្នហាមយករឿងក្នុងចេញក្រៅយករឿងក្រៅចូលក្នុងបើបងទៀតសោះទេបងប្អូនលោកគ្នានឹងមានបញ្ហាទាក់ទងជាមួយនឹងតំណែងជាមួយមនុស្សជំនាញខ្លួនហើយជាពិសេសមនុស្សចិត្តដិតហើយលោកអ្នកតែងតែធ្វើការវិនិយោគជាមួយនេះឯងទាក់ទងនឹងដំណើរការនៃជីវិតក្នុងការធ្វើដំណើរទីចិត្តទីឆ្ងាយចំពោះបងប្អូននៅការនៃឆ្នាំកតាក្នុងចន្លោះពេលនេះបងប្អូនលោកគ្នាពុំគួរដើរលេងឆ្ងាយពេកនោះទេត្រូវព្យាយាមសម្រាប់ឲ្យបានច្រើនទើបតាមពលជីវិតរបស់លោកអ្នកទទួលបានភាពត្រឹមត្រូវត្រឡប់មកវិញដើម្បីបំពេញនូវរាល់កិច្ចការងារដែលលោកអ្នកកំពុងតែធ្វើឲ្យមានប្រសិទ្ធភាពចំពោះបងប្អូនដែលជាមន្ត្រីរាជការប្រយ័ត្នបន្តិចចំពោះការបែងជើងពីសំណាក់មនុស្សជាមួយខ្លួនជាពិសេសអ្នកដែលមានឋានៈស្រដៀងគ្នាដូចចន្លោះពេលនេះពួកគេកំពុងតែសង្កេតថ្មិញដាក់បងប្អូនអរគ្នាហើយអញ្ចឹងហើយបងប្អូនអរគ្នាមុននឹងធ្វើការងារអ្វីគួរតែសម្រេចចិត្តឲ្យបានច្បាស់លាស់បើមិនច្បាស់ជាមួយការងារតែសូមមេកាយមកពុំនោះទៀតសោះទេគេនឹងរកចន្លោះប្រហោងនៅលោកអ្នកមានដើម្បីវាយបដូរលោកអ្នកហើយចឹងត្រូវប្រយ័ត្នប្រយែងឲ្យបានមែនទែនតាក់ទងជាមួយនឹងបងប្អូនដែលជាមន្ត្រីរាជការបងប្អូនដែលបំពេញការងារជាបុគ្គលិកឯកជនក៏ដូចគ្នាដែរបើសិនជាទទួលព័ត៌មានណាមួយពីមនុស្សជំនាញខ្លួនមិនសូវច្បាស់លាស់កុំសួរគេតិចដែរប្រយ័ត្នបងប្អូនមានបញ្ហាជាមួយនឹងការនាំពាក្យចេញចូលពីសំណាក់មនុស្សជំនាញខ្លួនដើម្បីលោកអ្នកមានចំនួនជាមួយដៃគូផ្សេងទៀតតាក់ទងជាមួយនឹងសេចក្តីស្រឡាញ់សេចក្តីស្នេហាចំពោះបងប្អូនในការឆ្នាំរកានៅក្នុងខែមេសានេះឆ្នាំរកាជាឆ្នាំមួយដែលឆ្លាតក្នុងខែមេសានេះបងប្អូនអ្នកគឺជាមនុស្សដែលតាក់ទាញនៃក្តីស្រឡាញ់ខ្លាំងមែនទែនបងប្អូនតែងតែទទួលបានគោរពស្រឡាញ់ពីមនុស្សជំនាញខ្លួនការប្រសើរតាក់ទងជាមួយមនុស្សជាទីស្រឡាញ់ក៏ល្អប្រសើរការដោះស្រាយបញ្ហាដែលលោកអ្នកកំពុងតែមានក៏ល្អប្រសើរផងដែរម្ដាយគូលោកអ្នកខឹងលោកអ្នកតាំងពីពេលណាមកនោះក្នុងខែនេះបងប្អូនមានការច្រើនដើម្បីផ្សះផ្សាជាមួយពួកគាត់បានហើយព្យាយាមយកចិត្តទុកដាក់ឲ្យបានច្រើននោះបងប្អូននឹងវិលត្រឡប់ភាពដើមវិញនៃក្តីស្រឡាញ់ហាមលសម្រាប់ដៃគូរបស់បងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនទាំងអស់គ្នាមានបំណងចង់សុំដៃគូរបស់លោកអ្នកចងស្ពានមានត្រីផ្លូវឲ្យឆ្ងាយនោះជាពេលវេលាល្អសម្រាប់បងប្អូនទាំងអស់គ្នាក្នុងការសាងអនាគតបានហើយឥឡូវយើងក៏លេចទៅមើលបងប្អូនដែលជាសិស្សនិស្សិតវិញម្ដងចំពោះបងប្អូនដែលជាសិស្សនិស្សិត
ในចន្លោះពេលខែមេសាឆ្នាំ2025ចំពោះបងប្អូននៃការនៅឆ្នាំរកាបងប្អូនអរគ្នាមិនត្រូវបណ្ដាច់បណ្ដោយពេលវេលាឲ្យកន្លងហួសជ្រុលនិយមខ្លាំងពេកនោះទេការធ្វើដំណើរដើរលេងមិនត្រូវដើរហាលច្រើនហើយមិនត្រូវចោលទៅទាំងជាមួយការសិក្សាទេបើលោកអ្នកភ្លេចខ្លួននៅចន្លោះខែ4នេះនៅពេលលោកអ្នកត្រឡប់មកពីការចូលរួមនៅកម្មវិធីបុណ្យប្រពៃណីខែ4នេះបងប្អូននឹងទទួលនៅការងារធ្ងន់ពីខាងសាលាអញ្ចឹងហើយបងប្អូនអរគ្នាបើមានមែនបងប្អូនអ្នកត្រូវតែជាយាមមើលមេរៀនផងមុននឹងបងប្អូនធ្វើដំណើរកម្សាន្តបើបងប្អូនភ្លេចខ្លួនតែបន្តិចបងប្អូននឹងមិនទទួលបានផលល្អតែទាំងជាមួយការសិក្សានៅឡើយសូមអរគុណដែលបានស្ដាប់ពីការទូទាយជាវិទ្យារិស័យបងប្អូនកើតឆ្នាំរកាបាទសម្រាប់ខែមេសាឆ្នាំ2025ពីឆ្នាំទូទាយសូមអរគុណសូមជម្រាបបាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានសូមធ្វើការទូទាយពីជាវិទ្យារិស័យសម្រាប់បងប្អូនដែលកើតនៅឆ្នាំចបាទគឺជាឆ្នាំចិត្តកូនបើហើយថាតើជាវិទ្យារិស័យឆ្នាំចសម្រាប់ខែមេសាឆ្នាំ2025នេះយន្តវិទ្យារិស័យរបស់បងប្អូនអរគ្នាមានលក្ខណៈដូចខ្លះសូមតាមដានស្ដាប់ពី Channel ទូទាយដូចតទៅនេះចំពោះការគុណគូជើងលេខសរុបតែម្ដងឆ្នាំចសម្រាប់ខែមេសានេះបងប្អូនគឺឡើងខ្ពស់ត្រដែតរាល់កិច្ចការដែលលោកអ្នកបំពេញទូនាទីដែលលោកអ្នកធ្វើតែងទទួលបានផលនៅសម្រេចយ៉ាងល្អប្រសើរជាទីបំផុតជាពិសេសការរកស៊ីការបំពេញកិច្ចការងារជាដើមដើម្បីការចែកច្បាស់តែទាំងជាវិទ្យារិស័យល្អប៉ុណ្ណានោះសូមតាមដានស្ដាប់បន្តពី Channel ខ្ញុំបានដូចតទៅចំពោះបងប្អូនในការនៅឆ្នាំចរយៈពេលនេះគឺជារយៈពេលដ៏អស្ចារ្យមួយសម្រាប់បងប្អូនទាំងអស់គ្នាហើយស្ទើរតែពេញមួយខែជ័យជំនះសម្រាប់បងប្អូននៃការឆ្នាំចគឺមានភាពល្អប្រសើរខ្លាំងមែនទែនកម្រងដែលអ្នកបានកំពុងតែធ្វើគឺមានសន្ទុះស្ទុះទៅមុខយ៉ាងល្អប្រសើរដែលមិនមានអ្វីអាចរាំងខ្ទប់លោកអ្នកបានឡើយហើយអ្វីគ្រប់យ៉ាងគឺជាលក្ខណៈសុទ្ធតែជាមាសប្រាក់សម្រាប់បងប្អូនអ្នកគ្នាជានិច្ចសម្រាប់ខែមេសាឆ្នាំ2025នេះចំពោះបងប្អូននៃការនៅឆ្នាំចជាមនុស្សដែលឆ្លាតរហ័សរហួនពេលវេលានេះជាពេលវេលាមួយដែលលោកអ្នកត្រូវបង្ហាញនូវភាពក្លាហានមួយវិញទៀតគឺត្រូវបន្តនូវសេចក្តីសម្រេចដោយភាពជឿជាក់ដែលឆ្ពោះទៅមុខកុំថយក្រោយជាដាច់ខាតព្រោះខែមេសានេះគឺជាខែត្រជាក់ត្រជុំមួយសម្រាប់បងប្អូនកើតឆ្នាំចក្នុងការបង្ហាញស្នាដៃទូនាទីភាពប៉ិនប្រសប់របស់លោកអ្នកទៅកាន់មជ្ឈដ្ឋានជំនួយខ្លួនតែទាំងជាមួយការវិនិយោគវិញដំណើរការគឺមានភាពល្អប្រសើរខ្លាំងមែនទែនលោកអ្នកនឹងទទួលបានឱកាសថ្មីការទទួលបានកិច្ចសន្យាថ្មីពីសំណាក់អតិថិជនឬក៏លោកអ្នកនឹងអាចទទួលបានរង្វាន់ដ៏រំភើបសម្រាប់បងប្អូនដែលកើតនៅឆ្នាំចសម្រាប់ខែមេសាឆ្នាំ2025នេះផងដែររយៈពេលឆ្នាំចសម្រាប់ខែមេសាឆ្នាំ2025នេះលើកកម្ពស់ទាំងអាជីពទាំងអនាគតអាជីវកម្មគឺល្អប្រសើរខ្លាំងមែនទែនឥឡូវយើងក៏លេចមើលកន្លែងការងារវិញម្ដងថាបងប្អូនឆ្នាំចមានស្ថានភាពហើយជាស្អីមានស្ថានភាពយ៉ាងណាហើយនោះសូមតាមដានស្ដាប់ពី Channel ទូទាយដូចតទៅនេះនៅកន្លែងធ្វើការបងប្អូនในការនៅឆ្នាំចនៅក្នុងខែមេសានេះគឺចែងចាំងដោយរស្មី7ពណ៌អញ្ចឹងដែរព្រោះកិច្ចការដែលលោកអ្នកបំពេញលោកអ្នកតែងតែទទួលបានផលសម្រេចមានការជួយជ្រោមជ្រែងពីមនុស្សជំនាញខ្លួនមិនថាឡើយមេកាយឬក៏មនុស្សចិត្តដិតទេព្រោះឆ្នាំចក្នុងរយៈខែនេះគឺមានភាពល្អប្រសើរខ្លាំងឡើងខ្ពស់ស្រើតែម្ដងជួយវិតារិស័យបើសិនលោកអ្នកមានបំណងសម្រាប់ការធ្វើការកន្លែងដែលធ្វើឲ្យលោកអ្នកមានភាពល្អប្រសើរកាន់តែរីកចម្រើនទៅមុខទៀតនោះនេះជាឱកាសហើយសម្រាប់បងប្អូនកើតឆ្នាំចនៅក្នុងខែមេសាឆ្នាំ2025នេះដំណើរជីវិតធម្មជាតិដ៏ល្អប្រសើរធ្វើឲ្យលោកអ្នកកាន់តែរីកចម្រើនទៅទាំងជីវិតារិស័យបើសិនបើលោកអ្នកមានបំណងសម្រាប់ការផ្សព្វផ្សាយតាក់ទងជាមួយនឹងកិត្តិនាមរបស់ខ្លួននៅក្នុងខែមេសានេះបងប្អូននៃការនៅឆ្នាំចគឺមានឱកាសច្រើនមែនទែនព្រោះថាជារយៈពេលមួយដែលលោកអ្នកអាចផ្សារភ្ជាប់ជាមួយមនុស្សជំនាញខ្លួនពួកគេតែងតែផ្ដល់ឱកាសបើកចិត្តលើកទឹកចិត្តជួយជ្រោមជ្រែងឲ្យលោកអ្នកមានភាពជោគជ័យនៅក្នុងជីវិតកាន់តែល្អប្រសើរឡើងមិនថាលោកអ្នកទៅតែស្គាល់គេរយៈពេលខ្លីមួយសប្តាហ៍មួយខែឬក៏មួយឆ្នាំនោះទេក្នុងរយៈពេលខែមេសានេះគឺពួកគាត់ជួយជ្រោមជ្រែងលោកអ្នកច្រើនដែលធ្វើលោកអ្នកមានសេចក្តីសុខក្នុងផ្លូវកាយផ្លូវចិត្តជាដើមចំពោះបងប្អូនកើតឆ្នាំចក្នុងខែមេសានេះគឺមានភាពច្នៃប្រឌិតក្នុងកម្រិតយ៉ាងល្អប្រសើរលោកអ្នកតែងតែជួយជំរុញនៅមនុស្សជាមួយខ្លួនឬក៏ជំរុញនៅការងារនៅក្នុងក្រុមការងារលោកអ្នកឲ្យដំណើរទៅមុខយ៉ាងរលូននិងល្អជាទីបំផុតដែលធ្វើឲ្យមានការកោតសរសើរឬក៏ការទទួលស្គាល់ពីមេកាយចវាយនាយហើយតើតើនឹងភាពប៉ិនប្រសប់ក្នុងការបញ្ចុះបញ្ចូលធ្វើឲ្យយ៉ាងណាក្រុមហ៊ុនមានភាពល្អប្រសើរនោះគឺជាជំនាញរបស់បងប្អូនតែម្ដងដែលធ្វើឲ្យមនុស្សគ្រប់គ្នាតែងតែស្រឡាញ់ជឿជាក់ផ្ដល់តម្លៃគោរពលោកអ្នកនិងលើកតម្កើងលោកអ្នកនៅក្នុងខែមេសានេះឲ្យល្អប្រសើរជាទីបំផុតតើតើជាមួយសហគ្រិនភាពវិញបងប្អូនដែលជាសហគ្រិនគួរតែចាំយកឱកាសនេះឲ្យបានជាប់មែនទែនកុំប្រឡែងសោះព្រោះឱកាសមាសបែបនេះកម្រមានខ្លាំងណាស់ចំពោះបងប្អូនកើតឆ្នាំចសម្រាប់ខែមេសានេះដែលធ្វើលោកអ្នកអាចបណ្ដាក់ទុនការវិនិយោគការធ្វើកិច្ចការងាររកស៊ីផ្សេងៗបានយ៉ាងរលូនជាទីបំផុត
ហើយឱកាសថ្មីក៏មានឈានជើងចូលដល់លោកអ្នកផងដែរក៏ប៉ុន្តែលោកអ្នកត្រូវតែចេះជ្រើសរើសនៅដៃគូណាមួយដែលល្អប្រសើរទោះបីជាកំឡុងឆ្នាំ2025ខែមេសានេះលោកអ្នកទទួលបាននៅគោលដៅជីវិតដ៏ល្អដែលទៅនឹងការបណ្ដាក់ទុនជាមួយដៃគូក្តីក៏ប៉ុន្តែលោកអ្នកត្រូវតែប្រយ័ត្នព្យាយាមមើលចិត្តមើលថ្លើមឬក៏ព្យាយាមស្វែងយល់ពីលោកជុំវិញខ្លួនដែលត្រូវការបណ្ដាក់ទុនឲ្យបានល្អប្រសើរតិចព្រោះថាចន្លោះពេលនេះទោះបីជាចូលវិតារិស័យល្អខ្លាំងប៉ុណ្ណាក៏មានអ្នកចាំប្រាំងជើងលោកអ្នកចូលមកក្នុងការបណ្ដាក់ទុនលោកអ្នកដែរចឹងហើយត្រូវប្រយ័ត្នចេះជ្រើសរើសអ្នកដែលមានសក្តានុពលនិងជាមនុស្សដែលស្មោះត្រង់បំផុតសម្រាប់បងប្អូនអរគ្នាដើម្បីជួយជំរុញការងារបងប្អូនអរគ្នាឲ្យកាន់តែរលូនចំពោះការរកស៊ីមិនថាថ្មីមិនថាចាស់ឬក៏ចង់ពង្រីកនៅមុខរបរនោះទេហើយរយៈពេលនេះបងប្អូនគួរតែព្យាយាមទទួលបាននៅបទពិសោធន៍ឲ្យបានច្រើនក៏ដូចជាផងដែរបងប្អូនធ្វើការងារណាមួយដែលលោកអ្នកគិតថាមិនធ្លាប់មានពីមុនអាចសួរទៅកាន់ដៃគូឬក៏អ្នកធ្លាប់មានបទពិសោធន៍ដើម្បីដោះស្រាយបញ្ហាដែលលោកអ្នកពិមុខជួបដើម្បីជាដើមទុនមួយសម្រាប់បងប្អូនអរគ្នាអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរនិងលឿនជាទីបំផុតទៅថ្ងៃខាងមុខឲ្យបងប្អូននៅក្នុងឆ្នាំចនៅក្នុងខែមេសាឆ្នាំ2025នេះផងដែរតើតើនឹងរឿងទំនុកចិត្តក៏ដូចគ្នារាល់សំណើសំណុំឯកសារនានាបងប្អូនមុននឹងចូលការហាត់លេខាទៅលើសំណើទៅលើកិច្ចព្រមព្រៀងណាមួយពីសំណាក់ដៃគូបណ្ដាក់ទុនលោកអ្នកត្រូវពិនិត្យពិច័យឲ្យបានច្បាស់លាស់ហាមធ្វើការប្រែធ្វើប្រហែលសោះប្រយ័ត្នមានបញ្ហាទាក់ទងជាមួយនឹងសំណុំឯកសារនៃការវិនិយោគនានាសម្រាប់ខែមេសាឆ្នាំ2025នេះផងដែរទាក់ទងនឹងក្តីស្រឡាញ់ការយកចិត្តយកថ្លើមគ្នានៅរយៈពេលនេះគឺបងប្អូនមានការផ្លាស់ប្ដូរស្ទើរ180ដឺក្រេជាមួយដៃគូតែម្ដងដៃគូលោកអ្នកតែងតែយកចិត្តអ្នកផ្ដល់តម្លៃឲ្យអ្នកគោរពស្រឡាញ់លោកអ្នកតែធ្វើឲ្យលោកអ្នកមានភាពស្ងប់ចិត្តហើយបំពេញរាល់កិច្ចការងារទាំងអស់ដោយរលូនជានិច្ចមិនថាក្នុងកលៈទេសៈណាទេលោកអ្នកនៅតែអាចដោះស្រាយកិច្ចការងារខាងក្រៅបានយ៉ាងរលូនដែលមានភាពជឿជាក់និងទំនុកបំរុងពីមនុស្សដែលនៅក្នុងគ្រួសាររបស់អ្នកផ្ទាល់ជាអាចមានដូចជាប្តីឬប្រពន្ធជាដើមរយៈពេលនេះចំពោះលោកអ្នកដែលនៅលាវជាពេលវេលាល្អមួយសម្រាប់លោកអ្នកស្វែងរកដៃគូដែលជឿទុកចិត្តបានឬក៏ដៃគូដែលអាចជួយលោកអ្នកមានភាពរីកចម្រើនទៅថ្ងៃអនាគតបានដោយសាររយៈពេលនេះជារយៈពេលមួយដែលលោកអ្នកទទួលបាននូវភាពអំណរដ៏ល្អប្រសើរពីមនុស្សជំនាញខ្លួនពេលនេះហើយបើសិនជាលោកអ្នកធ្វើការផ្សាយតាក់ទងជាមួយនរណាម្នាក់ដែលជាមនុស្សជាទីស្រឡាញ់គឺទទួលបានផលលឿនមែនទែនសម្រាប់លោកអ្នកជាសិស្សនិស្សិតជាពេលវេលាមួយដែលលោកអ្នកធ្វើការសិក្សាទៅលើអ្វីដែលកំពុងតែរៀនយ៉ាងល្អប្រសើរការប្រឡងក៏ទទួលបានលទ្ធផលល្អហើយគោលដៅជីវិតលោកអ្នកគឺវិវត្តទៅមុខជាសន្សំហើយអរគុណច្រើនបានស្ដាប់ពីការទូទាយជួយតារិស័យប្រចាំខែមេសាសម្រាប់បងប្អូនកាលឆ្នាំចពីឆ្នាំទូទាយសូមអរគុណសូមជម្រាបលាបាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយអំពីជោគជតារិស័យចំពោះបងប្អូនកាលឆ្នាំកុម្ភឬឆ្នាំកុរថាតើជោគជតារិស័យបងប្អូនមានលក្ខណៈមានដូចខ្លះសម្រាប់ខែមេសាឆ្នាំ2025នេះសូមតាមដានស្ដាប់ពី Channel ទូទាយដូចតទៅនេះក្នុងខែមេសាឆ្នាំ2025នេះចំពោះបងប្អូននៃការនៅឆ្នាំកុរគឺរិស័យរបស់លោកអ្នកគឺល្អប្រសើរច្រើនមែនទែននៅក្នុងខែនេះគឺជាចំណុចវិជ្ជមានខ្លាំងក្លាបំផុតសម្រាប់ជីវិតបងប្អូនគ្នាគឺជាពេលវេលាមួយដែលលោកអ្នកអាចខិតខំប្រឹងប្រែងធ្វើកិច្ចការងារឲ្យអស់ពីកម្លាំងកាយចិត្តបានហើយការរៀបចំនៅគម្រោងឬក៏កិច្ចការងារដែលត្រូវធ្វើរយៈពេលនេះគឺល្អបំផុតហើយផ្លូវការហើយឱកាសថ្មីកើតឡើងតាមរបៀបដែលលោកអ្នកនឹងមិនអាចនឹងស្មានដល់ផងដែរចឹងហើយលោកអ្នកអាចបើកឱកាសបើកបំពង់ជីវិតបើកនៅរឿងរ៉ាវល្អៗសម្រាប់ជីវិតបងប្អូនគ្នាសម្រាប់ខែមេសាឆ្នាំ2025នេះបានហើយចំពោះបងប្អូនដែលកើតនៅឆ្នាំកុរសម្រាប់រយៈពេលនេះបងប្អូនដែលកើតនៅឆ្នាំកុររយៈពេលនេះគឺជារយៈពេលមួយដែលបងប្អូនមិនត្រូវស្ទាក់ស្ទើរក្នុងការបំពេញនៅរាល់កិច្ចការងារដែលលោកអ្នកកំពុងតែធ្វើនោះទេដើម្បីបំពេញដោយមហិច្ឆតារបស់បងប្អូនគ្នាបងប្អូនគ្នាត្រូវតែព្យាយាមអត់ឈប់អត់ឈរនោះជីវិតបងប្អូនគ្នាកាន់តែប្រសើរឡើងតាមរយៈដែលការខិតខំរបស់លោកអ្នកមិនចេះបោះបង់នេះកិច្ចការដែលលោកអ្នកបំពេញស្ទើរតែទាំងអស់លោកអ្នកនឹងទទួលបានភាពជោគជ័យបើលោកអ្នកជឿជាក់ថាលោកអ្នកអាចធ្វើបាននៅការងារដែលលោកអ្នកកំពុងតែធ្វើនេះនៅក្នុងអាជីពការងារបងប្អូនគ្នាការខិតខំប្រឹងប្រែងរបស់បងប្អូនគ្នាគឺទាក់ទាញធ្វើឲ្យបងប្អូនគ្នាឡើងលំដាប់ជីវិតមួយលំដាប់ទៀតហើយការជួយជំរុញពីមនុស្សជំនាញខ្លួនក៏មានច្រើនផងដែរដែលធ្វើឲ្យលោកអ្នកទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សជាទីបំផុតការលក់ដូរលក់ស៊ីរបបផ្សេងៗបងប្អូននឹងទទួលបាននូវភ្ញៀវយ៉ាងគួរសមទាក់ទងជាមួយការបណ្ដាក់ទុនសហគ្រិនវិនិយោគផ្សេងៗក្នុងរយៈពេលនេះបងប្អូនតែងតែជួបភាពល្អប្រសើរហើយការយល់ចិត្តពីដៃគូអាជីវកម្មរបស់លោកអ្នកក៏មានច្រើនការទទួលបាននូវចំណូលក៏ពិសេសសម្រាប់បងប្អូននៅក្នុងខែមេសានេះព្រោះថាខែនេះគឺជាខែមួយដែលទាក់ទាញនូវធម៌ពលជីវិតដ៏ល្អប្រសើរចំពោះបងប្អូននៅឆ្នាំកុរមិនថាលោកអ្នកធ្វើកិច្ចការងារអ្វីតូចក្តីធំក្តីទទួលបានផលមកវិញតាមអ្វីដែលលោកអ្នកកំពុងតែទទួលបានឬកំពុងតែធ្វើនេះបើលោកអ្នកធ្វើកិច្ចការងារធំនឹងទទួលបានរឿងធំបើលោកអ្នកធ្វើកិច្ចការងារតូចនឹងទទួលបានរឿងរ៉ាវល្អប្រសើរដូចគ្នាក៏ប៉ុន្តែតាមកម្រិតដែលលោកអ្នកធ្វើ
ចំពោះលោកអ្នកដែលបំពេញកិច្ចការងារនៅកន្លែងការងារបើលោកអ្នកចង់បង្ហាញនៅស្នាដៃឬក៏ទូនាទីសំខាន់ណាមួយសម្រាប់បងប្អូនអ្នកគ្នាក្នុងរយៈពេលនេះគឺជាពេលវេលាល្អមួយដែលបងប្អូនអ្នកគ្នាអាចធ្វើបានយ៉ាងប្រសើរជាទីបំផុតព្រោះថាមនុស្សជំនាញខ្លួនចាំលើកដង្កើងបងប្អូនអ្នកគ្នាជួយជ្រោមជ្រែងបងប្អូនអ្នកគ្នាធ្វើឲ្យបងប្អូនអ្នកគ្នាបំពេញកិច្ចការមកវិញយ៉ាងល្អប្រសើរទទួលបាននូវប្រាក់ចំណូលយ៉ាងគ្រប់ចិត្តដែលលោកអ្នកសង្ឃថាមិនរំពឹងទុកផងដែរមុខសញ្ញានៃការដំឡើងប្រាក់ខែឬក៏ទូនាទីក៏មានផងដែរសម្រាប់បងប្អូននៅក្នុងខែនេះបើបងប្អូនប្រឹងធ្វើដោយមិនបោះបង់ប្រឹងធ្វើដោយភាពជឿជាក់ប្រឹងធ្វើដែលមានភាពហ្មត់ចត់បងប្អូនទទួលបានតម្លៃតស្នងវិញគួរជាទីកប់ចិត្តនៅកន្លែងការងារបងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាបំពេញកិច្ចការងារជាមន្ត្រីរាជការក្នុងរយៈពេលនេះបងប្អូនអ្នកគ្នានឹងទទួលបានការកោតសរសើរពីមេកាយព្រោះថារាល់កិច្ចការងារដែលលោកអ្នកបំពេញនៅក្នុងរយៈពេលនេះគឺតែងតែទទួលបាននូវភាពសម្រេចដែលលោកអ្នកបងដែលលោកអ្នកចង់យ៉ាងល្អប្រសើរជាទីបំផុតជាពិសេសបងប្អូនអ្នកគ្នាដោះស្រាយនៅបញ្ហាដែលមេកាយដាក់ចូលនោះគឺលឿននិងទាន់ពេលវេលាលោកអ្នកក៏ដូចគ្នាជាមុខសញ្ញានៃការឡើងប្រាក់ខែឬក៏ទូនាទីដូចគ្នាក៏ប៉ុន្តែលោកអ្នកទៅញ៉ាំងអារម្មណ៍ខ្លួនឯងកុំឲ្យធ្វើអ្វីខ្ជិះខ្ជាយកុំឲ្យធ្វើអ្វីមានអារម្មណ៍ថាខ្ជិះខ្ជាយចំណាយពេលវេលាអត់ប្រយោជន៍ទេសោះប្រយ័ត្នមិនទទួលបានផលល្អព្រោះថាងាយដូចកំពុងតែចាំមើលបំណាំទោះបីជាជួបរឿងល្អប៉ុណ្ណាលោកអ្នកនៅតែមានអ្នកចាំខ្វាញ់ជើងលោកអ្នកផងដែរចឹងម្ល៉េះហើយធ្វើកិច្ចការងារអ្វីត្រូវតែប្រយ័ត្នប្រយែងបានខ្ពស់ទើបជាការប្រសើរសម្រាប់បងប្អូនដែលកើតនៅឆ្នាំកុរក្នុងរយៈពេលនេះចំពោះបងប្អូនដែលជាមន្ត្រីរាជការចំពោះបងប្អូនដែលជាអ្នកបណ្ដាក់ទុនរកស៊ីក្នុងរយៈពេលនេះផងដែរជារយៈពេលមួយដែលលោកអ្នកជួបប្រទះនូវភាពរីកចម្រើនខ្លាំងបើបងប្អូនធ្វើកិច្ចការងារនៅទីជិតនឹងទទួលបានផលកម្រៃមួយជាន់ហើយតែបើធ្វើដំណើរទៅទីឆ្ងាយដើម្បីបំពេញរាល់កិច្ចការងារដែលធ្វើនេះនៅក្នុងខែនេះក៏រឹតតែប្រសើរទៀតក៏ប៉ុន្តែលោកអ្នកមិនត្រូវមានភាពលូនលន់ហួសកម្រិតទេបើសិនជាលោកអ្នកចង់បានមិនចេះឈប់មិនចេះឈរដាក់បណ្ដាក់ទុនវិនិយោគច្រើនហួសប្រមាណនោះក្នុងរយៈពេលខែមេសានេះលោកអ្នកនឹងមិនទទួលបានតាមអ្វីដែលលោកអ្នកបងនោះទេព្រោះថារយៈពេលនេះលោកអ្នករិស័យឡាមែនក៏ប៉ុន្តែលោកអ្នកមានភាពលូនលន់ជ្រុលហួសប្រមាណលោកអ្នកនឹងទទួលបាននូវការខាតបង់ត្រឡប់ទៅវិញចឹងហើយធ្វើកិច្ចការងារគឺត្រូវបំពេញល្មមទៅបានហើយបើការវិនិយោគគួរតែវិនិយោគល្មមត្រឹម 50% អីនៃទ្រព្យដែលមានបានហើយបើសិនជាលោកអ្នកហ៊ានចំណាយទៅដល់ 100 ឬក៏ 200% នៃប្រាក់ដែលលោកមានលោកអ្នកនឹងជួបនូវបញ្ហាណាមួយកើតឡើងចំពោះតែទាំងជាមួយការវិនិយោគនេះចាស់ជាបំផានលោកអ្នកគួរតែព្យាយាមបើកចិត្តរៀននៅអ្វីដែលថ្មីៗពីមនុស្សជំនាញខ្លួនដើម្បីទទួលបាននៅបទពិសោធន៍ជីវិតដ៏ល្អប្រសើរដើម្បីបំពេញជីវិតលោកអ្នកឲ្យកាន់តែមានប្រសិទ្ធភាពទទួលបានចំណូលច្រើនជាងមុនទទួលបានបទពិសោធន៍ជីវិតល្អប្រសើរដែលធ្វើឲ្យលោកអ្នកមានគុណភាពជីវិតកាន់តែល្អប្រសើរជាងនេះទៅថ្ងៃខាងមុខទៀតតើតើបងប្អូនសេចក្តីស្រឡាញ់សេចក្តីស្នេហាចំពោះបងប្អូនកាលឆ្នាំកុរក្នុងរយៈពេលនេះគឺជារយៈពេលនៃការតំណែងល្អផ្លាស់ប្ដូរទិសដៅដ៏ល្អប្រសើរលោកអ្នកអាចធ្វើការស្វែងយល់ចិត្តពីដៃគូរបស់លោកអ្នកបានហើយក្នុងរយៈពេលនេះមិនថាលោកអ្នកជាអ្នកនៅលាវឬក៏មានដៃគូហើយទេរយៈពេលនេះបងប្អូនអ្នកដែលនៅលាវអាចសាងភាពស្នេហ៍បើចិត្តឲ្យទូលាយទទួលបានបរិសុទ្ធឬក៏ស្ត្រីអ្នកនោះជាគូអនាគតវាជាឱកាសល្អសម្រាប់បងប្អូនអ្នកគ្នាក៏ប៉ុន្តែមិនត្រូវប្រើយុទ្ធសាស្ត្រស្នេហាភ្លេងចម្បាំងទេបើជាមនុស្សស្រីអាចនឹងប្រឈមនឹងការខាតបង់នៅវ័យមួយចំនួនបើជាខាងប្រុសនឹងអាចមានការខាតបង់នៅទំនុកចិត្តចឹងហើយបើមានមែននោះបងប្អូនគួរតែព្យាយាមធ្វើកិច្ចការងារដែលលោកអ្នកធ្វើធម្មតាទៅឲ្យទំនាក់ទំនងជាមួយពួកគាត់គឺតាមដំណើរមិនត្រូវប្រញាប់ប្រញាល់ជ្រុលហួសហេតុពេកដើម្បីឲ្យដៃគូរបស់លោកអ្នកបានចិត្តនោះទេចំពោះបងប្អូនដែលចង់ឈានចូលរោងចុះពាក្យឬក៏រោងរៀបការនោះរយៈពេលនេះក៏ជាឱកាសល្អដូចគ្នាផងដែរដោយសារវិស័យល្អប្រសើរច្រើនលោកអ្នកអាចធ្វើការផ្សះផ្សាឬក៏ស្នើទៅគាត់ដើម្បីលោកអ្នកអាចចងស្ពានមានមេត្រីជាមួយគាត់ទៅថ្ងៃអនាគតជារឿងល្អមួយសម្រាប់បងប្អូនគ្នាដែលអាចធ្វើបានបើសិនជាបងប្អូនអ្នកគ្នាព្យាយាមធ្វើនោះបងប្អូននឹងទទួលបាននូវផលសម្រេចឥឡូវយើងក៏លេចទៅមើលតាក់ទងជាមួយសិស្សនិស្សិតរយៈពេលនេះបើបងប្អូនអ្នកគ្នាព្យាយាមឲ្យអស់ពីកម្លាំងកាយចិត្តខិតខំប្រឹងប្រែងរៀនសូត្រជ័យជំនះនៅចាំលោកអ្នកខាងមុខយ៉ាងល្អប្រសើរជាទីបំផុតក៏ប៉ុន្តែលោកអ្នកខែនេះរៀងហត់នឿយចំពោះការប្រឡងបន្តិចហើយម្ល៉េះហើយបងប្អូនត្រូវព្យាយាមសម្រាប់ឲ្យបានជាងគូសាមបន្តិចចាំរំលឹកមេរៀនឬក៏រំលឹក